nơiប្រទេសកម្ពុជាយើងបែងចែករដូវកាលជាប៉ុន្មានរដូវធំៗហើយចាប់ពីខែណាដល់ខែណារដូវនីមួយៗមានរយៈពេលប៉ុន្មានខែសម្រាប់សំណួរដែលផ្ដល់ជូនសភៅម្នាក់ឯងតែមិនឯកាខ្ញុំចង់ឲ្យលោកលោកស្រីបងប្អូនទាំងគ្នារៀបរាប់សរសេរខែទាំង12នៃខែច័ន្ទគតិហ្នឹងហើយសួរមកតែគ្រប់គ្រងកម្មវិធីនីតិឆ្លើយសំណួរយកសភៅស្វាគមន៍មកកាន់កម្មវិធីផ្សាយផ្ទាល់ឆ្នាំទី3សំទោសឆ្នាំទី6រាត្រីទី560នៅក្នុងកម្មវិធីនេះយើងនឹងផ្ដល់ជូនសភៅចំនួន2ក្បាលជាមួយនឹងសំណួរចំណេះដឹងទូទៅចំនួន2សំណួរដែរសភៅដែលយើងផ្ដល់ជូននៅក្នុងរាត្រីនេះខ្ញុំអាចសូមបង្ហាញមុនដំបូងតែម្ដងទៅសភៅមាន3ក្បាលដែលយើងនឹងផ្ដល់ជូននៅក្នុងរាត្រីនេះប៉ុន្តែអាស្រ័យទៅលើចំនួនអ្នកចូលរួមដែរ3ក្បាលនោះយើងជ្រើសរើសផ្ដល់ជូនតែ2ទេក្នុងចំណោម3សភៅទី1នេះមានចំណងជើងថាបេសកកម្មជីវិតខ្ញុំនិងអ្នកនឹងជាសភៅទី1ដែលសរសេរដោយរំផល្លាអូខេសភៅនេះជាសភៅដែលអាចនឹងផ្ដល់ជូននៅក្នុងរាត្រីនេះដោយបានបញ្ជាក់ជូនថាអាស្រ័យទៅលើចំនួនអ្នកចូលរួមហើយសភៅទី2តម្រាំតែដឹងខ្លួនថាត្រូវការអ្វីពីខាងកូនចាប់នេះហ្នឹងហើយជាសភៅដែលយើងនឹងផ្ដល់ជូននៅក្នុងរាត្រីនេះដែរហើយសភៅទី3ជាសភៅរបស់បងសុកច័ន្ទផលមានចំណងជើងថាម្នាក់ឯងតែមិនឯកាម្នាក់ឯងតែមិនឯកាណារៀងក្រាស់បន្តិចសភៅនេះមានតម្លៃរហូតដល់ 36,000 រៀលហើយសភៅទាំង3នេះមាន2ក្នុងចំណោម3នេះគឺយើងផ្ដល់ជូនប៉ុន្តែអាស្រ័យទៅលើចំនួនអ្នកចូលរួមដែរនៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះខ្ញុំអនុញ្ញាតរងចាំអ្នកចូលរួមបន្តិចសិនហើយក៏ស្វាគមន៍ជំរាបសួរអ្នកដែលអញ្ជើញចូលរួមក្រោយការផ្សាយផងតែឡែកសម្រាប់បងប្អូនលោកស្រីបងប្អូនទាំងអស់គ្នាដែលមានបំណងជើញចូលរួមក្នុងកម្មវិធីប្រភេទកម្មវិធីអប់រំហើយទទួលយកសភៅទទួលយកចំណេះដឹងទៅតាមរយៈកម្មវិធីដូចនេះអាចចូលរួមបានឬក៏ណែនាំក្មួយបងប្អូនកូនចៅអ្នកផ្សេងទៀតដែលយើងគិតថាគាត់គួរណាស់ទៅចូលរួមក្នុងកម្មវិធីប្រភេទកម្មវិធីអប់រំដូចនេះឯងមែនហើយមុននេះខ្ញុំបានចែករំលែកនៅការយល់ឃើញមួយឬក៏ជាគំនិតមួយទេខ្ញុំគិតថាវាជារឿងទូទៅហើយដែលលោកស្រីបងប្អូនទាំងគ្នារួមទាំងខ្ញុំដែរធ្លាប់បានដឹងរឿងរ៉ាវឬក៏ប្រធានបទនេះខ្ញុំបានចែករំលែកអំពីនៅពេលដែលយើងលើកទឹកចិត្តឲ្យអវត្តមាននៃមាតិកាអប់រំហើយដូចជាប្រឡាកាសលើកទឹកចិត្តឲ្យអ្នកដែលផលិតមាតិកាឬក៏អ្នកបង្កើតមាតិកាដែលមិនចូលរួមអប់រំនឹងឬក៏យើងអាចនិយាយបែបមួយឃ្លាទៅថាបំពុលសង្គមនឹងកាន់តែមានទីផ្សារកាន់តែបានដៃឡើងហើយអ្នកដែលធ្វើមាតិកាទៅជាមួយអប់រំនឹងចាប់តែធ្លាក់ទៅទុនដៃទៅនេះជាអ្វីដែលខ្ញុំឃើញហើយរឿងនេះបានកាត់ឡើងនៅក្នុងសង្គមរបស់យើងតាមរយៈបទពិសោធន៍5-6 ឆ្នាំនៅក្នុងបណ្ដាញសង្គមតាមរយៈនីតិឆ្លើយសំណួរយកសភៅនេះខ្ញុំយល់ច្បាស់ណាស់អំពីអារម្មណ៍ឬក៏ខ្ញុំយល់អំពីទឹកចិត្តអ្នកដែលធ្វើកម្មវិធីទៅជាមួយនឹងកម្មវិធីអប់រំដូចនេះឯងដូចខ្ញុំនឹងឯងហើយអ្នកខ្លះទៅក៏ធ្វើមួយរយៈពេលខ្លីទៅក៏ឈប់ទៅវិញទៅអ្នកខ្លះទៅមក1ឆ្នាំ2ឆ្នាំក៏ឈប់ទៅវិញទៅអ្នកនិពន្ធដូចគ្នាដែរអ្នកនិពន្ធខ្លះសរសេរសភៅបានតែមួយក្បាលពីរក្បាលហ្នឹងដោយសារតែពុំមានទីផ្សារលក់ពុំបានឬក៏ពុំមានអ្នកគ្រប់គ្រងពុំមាន fan ហ្នឹងក៏សម្រាប់ពីការសរសេរទៅឲ្យបោះបង់ការសរសេរនឹងចោលទៅមែនទៅក្នុងនាមជាអ្នកសរសេរម្នាក់ប្រសិនបើយើងពឹងអាងទៅលើតែការសរសេរហើយសង្ឃឹមថាបានចំណូលពីការសរសេរនោះវាជារឿងដែលលំបាកមែនទេណាជាមូលហេតុដែលអ្នកនិពន្ធមួយចំនួនប្រសិនបើមិនឆ្លងកាត់សភៅទី3ទី4ទី5ទេអាចនឹងបោះបង់ចោលហើយដូចគ្នាដែរប្រសិនបើអ្នកដែលយល់ថាមាតិកាល្អមិនជួយគ្រប់គ្រងហើយចេះតែស្ងាត់ឈប់បង្កើតអនុញ្ញាតឲ្យអ្នកបង្កើតមាតិកាបំពុលចេះតែបន្តធ្វើនោះជាគ្រោះមួយហើយសម្រាប់សង្គមយើងដោយសារយូរទៅអ្នកបង្កើតមាតិកាអប់រំហ្នឹងក៏កាន់តែទុនឯទៅក៏កាន់តែធ្លាក់ទៅទន្ទឹមនឹងអនុញ្ញាតឲ្យអ្នកបង្កើតមាតិកាបំពុលនាំយុវជនទៅដើរខុសផ្លូវឬក៏មិនផ្ដល់អប់រំទៅក្នុងសង្គមហ្នឹងមានទីផ្សារដូច្នេះហើយមួយរយៈចុងក្រោយនេះខ្ញុំក៏ចេះតែព្យាយាមផុសរឿងរ៉ាវវិជ្ជមាននៅក្នុងសង្គមអត្ថបទទាក់ទងជាមួយសភៅសារលើកទឹកចិត្តមួយចំនួនឬក៏ទស្សនវិជ្ជាទាក់ទងជាមួយនឹងការកំសាន្តចិត្តមួយចំនួនដែរពូហេងជំរាបសួរអ្នកគ្រូរចនាមេជំរាបសួរពីចម្ងាយជំរាបសួរពីកម្ពុជាពូហេងអ្នកគ្រូរចនាមេជំរាបសួរពីភ្នំពេញទៅកាន់អ្នកខេត្តបាត់ដំបងរក្សាសួស្ដីពីភ្នំពេញទៅកាន់អ្នកតកៅវិញ្ញារិនជំរាបសួរដូចគ្នាដែរអ្នកគ្រូវិញ្ញារិនជំរាបសួរពីភ្នំពេញពីអ្នកភ្នំពេញទៅកាន់អ្នកខេត្តកំពតសុខទុក្ខយ៉ាងណាដែរសម្លេងនឹងរូបភាពទទួលបានច្បាស់ទេពូហេងនៅក្នុងនៅកូរ៉េអាចជួយ mention គ្នាយើងផងទៅជួនកាលខ្ញុំមិនដឹងថាយ៉ាងម៉េចទេ Facebook មួយរយៈនេះសម្រាប់ Facebook ខ្ញុំមិន load notification ទេសូម្បីតែខ្ញុំ live នឹងក៏ដោយមិន load notification ខ្លួនឯងឲ្យឃើញថាខ្លួនកំពុងផ្សាយផ្ទាល់ទេដល់ពេលអញ្ចឹងសូម្បីតែចំនួនអ្នកចូលមើលប៉ុន្មានហ្នឹងក៏អត់ដែរអ្នកណាចូលរួមខ្លះក៏អត់ដឹងដែរលុះត្រាតែមាន comment ទៅបានឃើញមិនដឹងជា Facebook គាត់ update យ៉ាងណាទេហើយដូចបានបញ្ជាក់ខាងដើមដោយសារតែយើងប្រើ platform របស់គាត់យើងចេះតែតាមគាត់ទៅយើងមិនមានសិទ្ធិភាលរបៀបតវ៉ាអីទៅកាន់ក្រុមការងារគាត់ឬគាត់ទេខ្ញុំក៏តាមតំណឹងទៅអញ្ចឹងចំនួនអ្នកចូលរួមប៉ុន្មានអ្នកក៏ខ្ញុំអត់ដឹងដែរហើយល្ងាចមិញយើងបានផ្សាយដែរប៉ុន្តែចំនួនអ្នកចូលរួមតិចពេកទៅក៏យើងអាចបានផ្ដល់សភៅជូននៅក្នុងកម្មវិធីដោយសារចំនួនអ្នកចូលរួមតិចជាង7នាក់
តិចជាងសំទោសប្រហែលក្នុង7 8នាក់ហ្នឹងចំណាយពេលប្រហែលក្នុង20ទៅ30នាទីហើយមានអ្នកចូលរួមប៉ុណ្ណោះខ្ញុំក៏សម្រាប់ចិត្តឈប់ផ្សាយតែម្ដងហើយលើកមកផ្សាយនៅក្នុងរាត្រីនេះអញ្ចឹងហើយបានជាខ្ញុំតែងតែជជែកម្ដងហើយម្ដងទៀតថានៅពេលដែលអ្នកធ្វើមេតិកាអប់រំនៅពេលដែលអ្នកផលិតមេតិកាអប់រំអត្ថបទអប់រំឬក៏អត្ថបទដែលមានប្រយោជន៍សម្រាប់សង្គមពុំមានអ្នកចូលរួមពុំមានអ្នកគ្រប់គ្រងពុំមានអ្នកផ្ដល់តម្លៃពុំមានអ្នកហៅធ្វើ BA ហ្នឹងយូរទៅអស់ហើយកុំបន្ទោសថាមិនបានសង្គមយើងមានហិង្សាច្រើនម្ល៉េះមិនក៏មានគ្រោះថ្នាក់ច្រើនម្ល៉េះមិនក៏មានការកាប់សម្លាប់មិនក៏មានអំពើអសិលធម៌ឬក៏សាហាវនៅក្នុងសង្គមដោយសារតែមេតិកាល្អៗមួយចំនួនដែលផ្ដល់គំរូល្អសម្រាប់សង្គមសម្រាប់យុវជនហ្នឹងมันមានវត្តមាននៅក្នុង platform របស់យើងទេអត់មានទីផ្សារពុំមានអ្នកគ្រប់គ្រងពុំមានអ្នកចូលរួមពុំមានអ្នកទៅចែកយូរទៅបាត់ឯងតែឡែកទៅនឹងអ្នកផលិតមេតិកាមួយចំនួនមានអ្នកគ្រប់គ្រងច្រើនមានអ្នកនិយាយមានអ្នកលើកទឹកចិត្តមានអ្នកលើកមកជជែក1000 2000 3000 4000 share រឿងអីគេមិនធ្វើដោយសារតែវាមានអ្នកចូលរួមជជែកមានអ្នកចូលរួមនិយាយហើយចុងក្រោយនោះមានអ្នកហៅធ្វើជា BA ទៅទៀតអញ្ចឹងរឿងអីដែលគេមិនធ្វើមេតិកានោះម្ដងទៀតខ្ញុំបានចែករំលែកមុននេះខ្ញុំឃើញបងប្អូនម្នាក់ដូចឈ្មោះកវីជើងព្រៃគាត់ថាអ្នកផលិតមេតិកាអប់រំនឹងចង់ទុនដៃទុនជើងហើយល្វើយហើយមែនតែខ្ញុំទទួលស្គាល់ដូចខ្ញុំនេះមានអ្នកទៅសារខ្លះមានអ្នកសាយខ្លះមានអ្នកទៅសារថាបងឯងទៅស៊ូណាស់ធ្វើរាប់ឆ្នាំហើយបើទោះបីមានអ្នកចូលតិចអ្នកច្រើនអ្នកក៏បងនៅបន្តធ្វើ6 7ឆ្នាំកន្លងមកនេះហើយអ្នកខ្លះក៏ថាទៅសារដល់បងនៅបានយូរហើយខ្ញុំក៏បញ្ជាក់ជូនគាត់វិញថាដោយសារតែខ្ញុំធ្វើជាមួយនឹង headផល Y នៅខាងដើមដែលខ្ញុំចាប់ផ្ដើមមូលហេតុដែលបានខ្ញុំធ្វើយើងចង់ផ្ដោតសំខាន់ទៅលើយុវជនចូលរួមលើកទឹកចិត្តឲ្យកុមារទៅសាលាយុវជនបន្តការសិក្សាចូលរួមតាមរយៈការចាប់ផ្ដើមអានសៀវភៅមានទម្លាប់អានសៀវភៅជាដើមហើយយើងក៏តែងតែគិតថាយ៉ាងហោចណាស់ក៏វាជាផ្នែកមួយនៃគំរូជាផ្នែកមួយនៃការលើកទឹកចិត្តជាផ្នែកមួយនៃការកំសាន្តហើយកំសាន្តបែបវិជ្ជមានមិនមែនជាការកំសាន្តបែបហាច់ហក់នាំការប្រព្រឹត្តមិនល្អនោះទេនេះជាអ្វីដែលខ្ញុំខ្លួនឯងខ្ញុំច្បាស់ខ្លួនឯងតាំងតែពីដើមមកហើយច្បាស់ក្នុងចិត្តហើយក៏នៅតែបន្តធ្វើរឿងរ៉ាវទាំងអស់ហ្នឹងឯងអូខេលោកគ្រូបើមតិខ្ញុំមុននឹងគាត់ដឹងថាមេតិកាណាល្អសំទោសខ្ញុំសូមអានខមមិនបងមួយបងច័ន្ទហ៊ួនលោកគ្រូបើមតិខ្ញុំមុននឹងគាត់ដឹងថាមេតិកាណាល្អមេតិកាណាមិនល្អនៅតែត្រូវពឹងលើចំណេះដឹងនិងគុណភាពពលរដ្ឋខ្មែរយើងដដែលបាទជាចំណែកមួយដែរបងច័ន្ទហ៊ុនប៉ុន្តែកាលមនុស្សបើយើងនិយាយអំពីមនុស្សវាមាន basic ខ្លះការ foundation ហើយការបែងចែកថាអ្វីជារឿងល្អអ្វីដែលជារឿងមិនល្អហ្នឹងខ្ញុំគិតថាដូចជាមិនពិបាកពេកទេដរាបណាតែបុគ្គលខ្លួនឯងហ្នឹងព្យាយាមបែងចែកខ្លួនឯងឬក៏ស្វែងយល់ក៏ព្រោះតែប្រសិនបើយើងមិនអាចបែងចែកได้ថាមួយណាជារឿងល្អមួយណាជារឿងមិនល្អនោះប្រហែលជាលំបាកមែនតើណាអាហ្នឹងដល់លក្ខណៈដែលថាដឹងយកអីទៅកែឬក៏យកអីទៅអូសទេតាមពិតដូច្នេះឯងហើយនោះជាមូលហេតុដែលដូចខ្ញុំខ្លួនឯងខ្ញុំចេះតែធ្វើយ៉ាងណាជំរុញកុមារយុវជនឲ្យបញ្ចប់ការសិក្សាយ៉ាងហោចណាស់ទី12ចាប់ទី12ចេះអានអក្សរបានអាចវែកញែកអាចបែងចែកមួយណាត្រូវមួយណាខុសមួយណាគួរគ្រប់គ្រងមួយណាមិនគួរគ្រប់គ្រងយើងឃើញនៅក្នុងបណ្ដាញសង្គមប្រសិនបើដូចខ្ញុំអីហើយយើងភាគច្រើនយើងធ្វើនៅរឿងរ៉ាវល្អៗវិជ្ជមានសម្រាប់សង្គមហើយវីដេអូខ្ញុំផ្សាយរាប់ពាន់វីដេអូមកហើយកាត់នៅក្នុង TikTok ផងនៅក្នុង Facebook ផងឥឡូវនេះយើងមានដាក់នៅក្នុង YouTube ទៅទៀតគឺនៅតែផ្ដោតសំខាន់ទៅលើរឿងល្អរឿងវិជ្ជមានសម្រាប់សង្គមនឹងឯងប៉ុន្តែប្រសិនបើយើងកលេចមើលទៅរឿងរ៉ាវអវិជ្ជមានបន្តិចនៅក្នុងបណ្ដាញ platform ផ្សេងទៀតនៅក្នុង TikTok ក៏ដែរនៅក្នុងដែលច្រើនហ្នឹងយើងឃើញវីដេអូនៅក្នុង TikTok ដែលជាវីដេអូប្រភេទ entertain កំសាន្តហ្នឹងវាច្រើនពេកហើយកំសាន្តហ្នឹងវាហាក់ដូចជាអត់បានផ្ដល់អីទៅទៀតពេលខ្លះហ្នឹងផ្ដល់តែhow to say like ផលអវិជ្ជមានសម្រាប់សង្គមទាំងពីការស្លៀកពាក់ឡើងតាំងពីការតុបតែងខ្លួនឡើងតាំងពីការលើកទឹកចិត្តឲ្យយុវជនដើរឬក៏ប្រព្រឹត្តខុសផ្លូវនឹងជាដើមឃើញច្រើនណាស់នៅក្នុងបណ្ដាញសង្គមជាពិសេសនៅក្នុង platform របស់ TikTok ហ្នឹងឯងហើយដោយលោករដ្ឋស្រីបានដឹងហើយថានៅ platform សំទោសនៅស្រុកខ្មែរយើងពុំទាន់មានច្បាប់ហាមឃាត់ទៅកាន់យុវជនឬក៏កុមារក្រោមអាយុ15 16ឬក៏17ឆ្នាំនឹងការប្រើប្រាស់ឬរដ្ឋកំហិតត្បិតនៃការប្រើប្រាស់បណ្ដាញសង្គមទេដូច្នេះអ្នកប្រើប្រាស់បានដោយសេរីហើយវាក៏ជាបញ្ហាមួយដែលម្ដាយឪពុកភាគច្រើនកំពុងជួបបញ្ហាប្រទេសដែរនឹងរឿងដែលលំបាកបំផុតគឺតកតងជាមួយនឹងការចិញ្ចឹមកូននឹងឯងបច្ចុប្បន្នណាអូខេមុននេះខ្ញុំបានបង្ហាញសៀវភៅចំនួន3ចំណងជើងហើយសៀវភៅ3ចំណងជើងនេះយើងមាន2នឹងផ្ដល់ជូននៅក្នុងរាត្រីនេះ2នឹងក្នុងចំណង3ខ្ញុំនឹងសម្រាប់ចិត្តនៅពេលណាមួយអាចសម្រាប់ចិត្តនៅពេលដែលចំនួនអ្នកចូលរួមមានតិចវិច្រើនតាមចំនួនហ្នឹងម្នាក់ឯងមិនអាចការពីខាងអ្នកនិពន្ធសុខចន្ទផលតម្រាំតែដឹងខ្លួនពីខាងម្ចាស់ស្នាដៃសៀវភៅកូនចាក់នេះហើយនឹងមានបេសកកម្មជីវិតខ្ញុំនឹងអ្នករបស់ផល្លារឹមផល្លាអញ្ចឹងយើងមាន3ចំណងជើងនឹងឯងប៉ុន្តែអាស្រ័យចំនួនអ្នកចូលរួមប្រសិនបើមានអ្នកចូលរួមច្រើន
dương ai đừng đào chun chả tại bờ sân bà mình lại cho luôn tết dương gặp đào chun tết tam đài chỉ miễn số lúc ba chỉ miễn số lúc nên men thì khang khai các con ao con lúc trên cho luôn bây giờ ao con xem camera sân nè để trâu cua cho luôn hay bữa hay ao con xem ca trai em lại được thế đấy nấu cái trong mấy đấy lúc bố thằng này mình ban mưa bao tết đấy và tiền là bao tiền tết trong con này trong cô sa có con trâu bao tết có cho chân mưa cho các trong mưa hay trong khơi mong sai đó khi rong chăm chọn mong đài bàn một sai của vừa tay chúng ta bong bồn một chút nữa có phải chỉ能cho mưa bao thế đây như này ok đôi sao ông bơ bốc lùi phong lục lục nhung sự kết khơi nè là mưa cho bao phía trên chi nè miền rộng thôn ấy bằng rồi ba trên đấy đi nhung các bạn khơi đái hay phải chi mình xây copy ca cho khơi là bao phủ mà tết tâm tất cái môi trườngนู้นcó bạn xuyên cho ông pi đường này nó về để nấu sả lá lục ru nè cru riêng cho bong nè được ngó bằng riêng oi chim lùn lọ bật bật trầm trâu chỉ bật lọ chim lùn để cho từ lơ miệng kia sao chết và tay nó trong chỉ vật chạy đáy quạt bài chỉ khơi như vậy để rút không làm ná chạy đáy nó việc tôi việc vậy để có riêng tôi đây nấu sả lá đôi chết thua oi comment chừng non cào nó việc pa thông thôn để nó sử dụng nhóm ấy trong khơi này trong đôi chị ban sẽ ăn bọn mới đây thì vì rừng rào nắng rồi đôi chị ban chạy về nó không bài xong cũng đai khiêm xôm an chun mình tới chắc nên ngày khiêm cái tạng đã bắn nước đôi chia lo nâng chạy đồng lệ đá đi trên này xôm pel mình tách nữa làm bày an chun mình lại cho room hay trong mình hiên chơi event ngay thế để xa tay đôi lúc sẽ ban đăng hết trong camera thế này nhưng si diêm chơi trong pi rừng rào với chỉ miến cái hai cho từ lơ cho nên số tự thân giống hay chơi từ rừng rào với chỉ miến sẽ sung cung sẽ chụp chôn dướng nữa đôi dừng phát cháu mình giấy nữa bên tay trong camera thi nữa cứ dừng phát cháu thì chơi rừng dụ bài rừng sasna riêng gặp đọc song khăn từ lơ tại chừng này đang tu tư cạo rung ấy chỉ đào tân tân nó biết không ai xong lúc xây bóng nó cho room chi một tệ chỗ ba rồi có ca lược lại một tệ vậy sắp là cam thi các bạn lược chi sùng nua khác khác một căn cam thi các bạn đây có những cái sùng po khác khác rồi sân và những ai slide top chỉ muốn nâng sự đây sùng po nó bán nhưng nâng slide top chun không niêm nhung con ai chi sắp ở cam thi này thì slide sùng nua được rồi sai số vật David chỉ miễn số ở con sáng David ở con chăn thu sầm rạp đại đông po số US nè nè mưa ạt làng tây lục rú ba hai hái đôi khi thua đầm nà rồi ngày ní số ăn cầm mùi đất đôi khi thua đầm nà rồi ngày dần sẽ ra cho ba rồi như là nhảy và che người bươn lươn từ bọt tại mà đòn mình mơ một người cài thì chúng chỉ rồi ngày prong rồi giặt sân tại pi rồi phía đối từ lập một vinh quạt che bạc sẽ ra cho mình đăng thả say từ sấy sứt à thì phía phong lục rú hai mươi na thua đầm nà rồi ngày ai cái phía chụp ca lực lăng được bong ở trong có chỉ nẹp ra đồng phá trong các bạn từ che lực làng chỉ rơi đây tha cục ní so tại chỉ nè pra đòn phớ chỉ nè đại bom lạt tì bị mùi từ mũi tiền khmei tiền chá khmei từ là chả từ cá học bụng đai từ thưa cá hai giờ hai pay này ca pra đòn phớ cũng chỉ là cho ní cứ tràn mình tên vì chỉ riêng đại cục đuôi bà đòn đai đôi khi ông lọp lực làng nó không sập hư hay là xếp phong hay những bạn lực chỉ thì họ mùi chủng nún để tôm chỉ mùi nâng cô thằng chỉ là cho nâng ai để chỉ cam cú ở đuôi bà đòn ok trong tập lab tới tập bật để trong trang an chút bạn nó không tụ computer ở trên thế tôi chỉ trong xong an chút nữa từ sao vậy tập bật nó sẽ tha phiệp cái tôm rồi bọn nẹt miên rồi thôn chấm pua nẹt tồi tại được tuần tiệm nó cứ đòi xa tại bộ kê nó an từ lời cả bạc buộc xài xả lái bộ kê tay thì vô tha hai chưa chạy thà miên lối thua vậy các bạn lối ai đặt saiបញ្ហាបានគ្រប់យ៉ាងចំណុចនេះហើយដែលធ្វើឲ្យមនុស្សរស់នៅលែងទុកចិត្តលើសុចរិតភាពលែងជឿជាក់លើប្រព័ន្ធយុត្តិធម៌សង្គមហើយការនេះបានធ្វើឲ្យសង្គមលែងស្អាតស្អំហើយជាពិសេសទង្វើទាំងអស់វាពិតជាបានជាអតិពលរបស់ទៅដល់ក្មេងៗជំនាន់ក្រោយប្រសិនបើនៅក្នុងសាលាលោកគ្រូអ្នកគ្រូបង្រៀនកូនសិស្សឲ្យប្រព្រឹត្តត្រឹមត្រូវប្រព្រឹត្តល្អប៉ុន្តែនៅក្នុងជីវិតជាក់ស្ដែងក្មេងៗសង្កេតឃើញភាពត្រឹមត្រូវរងភាពអយុត្តិធម៌ដោយអ្វីដែលបងលើកឡើងបាញ់មិញច្បាស់ណាស់កំណត់មួយទៀតរបស់ពួកគេនឹងកាត់ឡើងអញ្ចឹងខ្ញុំមិនបញ្ជាក់ទេថាកំណត់អីនឹងកាត់ឡើងតែលោកលោកស្រីបងប្អូនទាំងនេះអាចគិតខ្លួនឯងទៅការដឹកនាំល្អគឺល្អហើយមិនហើយយើងគ្រប់គ្រងប៉ុន្តែអ្នកដឹកនាំប្រព្រឹត្តល្អគឺរឹតតែល្អនឹងពិតជាមានគុណតម្លៃហើយចាំបាច់បំផុតគេយើងបកបងកញ្ចក់យើងចង់និយាយថាទ្រឹស្ដីល្អមិនស្មើគំរូល្អសង្គមល្អត្រូវចាប់ផ្ដើមអនុវត្តពីមេដឹកនាំរហូតដល់រាជពីអ្នកមានប្រធនដល់អ្នកក្រខ្សត់គឺត្រូវស្មើភាពគ្នានិងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនរៀងខ្លួនចំពោះមុខច្បាប់ឲ្យស្មើភាពអូខេអញ្ចឹងនេះជាអត្ថបទមួយដែលខ្ញុំសរសេរនៅក្នុង
ផុសដែលភ្ជាប់ជាមួយនឹងសភៅអតីតកាលដែលរៀបហើយយើងលើកអត្ថបទនេះយកមកដូចចេះគាត់ថាដោយសារតែមានបងប្អូនមួយចំនួនគាត់ comment លើកឡើងនៅបញ្ហាសង្គមដែលបានកើតឡើងនឹងឯងអូខេខ្ញុំសូមអាន comment អ្នកចូលរួមមួយពីរទៀតសិនជំរាបសួរផងបណ្ឌារីជំរាបសួរពីភ្នំពេញអ្នកតកៅគេបេះដូងពណ៌សកាលនៅក្មេងខ្ញុំក៏ទទួលផលអវិជ្ជមានពីសង្គមដែរដោយសារបរិបទដែលខ្ញុំរស់នៅគេផ្ដល់តម្លៃទៅលើលុយខ្លាំងពេកបច្ចុប្បន្ននេះយល់ដឹងបានខ្លះបាទខ្ញុំព្រួយបារម្ភទៅមុខទៀតនៅពេលដែលគេឲ្យតម្លៃទៅលើប្រាក់ពេកឲ្យតម្លៃទៅលើលុយពេកវាធ្វើឲ្យមនុស្សនឹងចេះតែប្រកួតប្រជែងលែងឈរទៅលើសុចរិតភាពគេនិយាយភាពថាស្មោះត្រង់បានស៊ីកៅអីត្រឹមត្រូវបានស៊ីកៅអីអត់ចេះរស់អញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅសង្គមវាបាត់អាក្តីសុខពិតដែរព្រោះកាលណាតែមនុស្សពឹងអាងទៅលើតែលុយមួយមុខហើយគិតថាលុយគឺឈ្នះអញ្ចឹងអាសច្ចធម៌អាភាពទៀងត្រង់ហ្នឹងចាប់ដើមលែងមានតម្លៃហើយដូចបានខ្ញុំដូចបានលើកនៅក្នុងអត្ថបទហ្នឹងអញ្ចឹងក្មេងនៅពេលដែលយើងបរៀនថាធ្វើអញ្ចឹងទៅល្អប៉ុន្តែក្នុងជីវិតជាក់ស្ដែងក៏អត់ឃើញអញ្ចឹងផងហើយពេលនោះប្រហែលជាបាត់ស្តង់ដារជីវិតដែលរស់នៅដែលសុខដុមរមនាអ្នកចូលរួមទាំងប៉ុន្មានអ្នកខ្ញុំសូមដឹងតិចមកសម្លេងនឹងរូបភាពទទួលបានច្បាស់ទេបងអូនសេងរតនៈជំរាបសួររតនៈពីតកៅមែនទេសូមដឹងបន្តិចមកពូហេងសម្លេងនឹងរូបភាពទៅដល់កូរ៉េច្បាស់ទេពូសូមដឹងតិចមករក្សារូបភាពនៅតកៅសម្លេងទទួលបានច្បាស់ទេអូខេណារីអ្នកតកៅរូបភាពសម្លេងយ៉ាងមិនដែរដាវីតច័ន្ទធូអូខេបងហ៊ឿនជាងណាដែរបងសម្លេងនឹងរូបភាពទៅដល់នោះខ្ញុំអត់បានសួរបន្តិចផងអ្នកបញ្ញារិនអ្នកខាងខេត្តកំពតជំរាបសួរលោកគ្រូនេះមែនពីខាងខេត្តកោះកុងយ៉ាងមិនដែរសម្លេងនឹងរូបភាពច្បាស់លោកគ្រូអរគុណច្រើនថាមុនសម្រាប់លោកលោកស្រីបងប្អូនដែលឈ្នះសភៅរាត្រីមុនហាក់អត់ទទួលបានសូមមេត្តាតម្រាក់ទីតាំងនឹងលេខទូរស័ព្ទនៅក្នុង Telegram ខាងលើនៅក្នុង Telegram profile account របស់ខ្ញុំណាជាទូទៅឥឡូវយើងចាប់ដើម send ដូចជាមួយអាទិត្យយើងផ្ញើម្ដងហើយវគ្គមុននេះយើងបានផ្ញើដូចជា10ក្បាលរួចមកហើយសម្រាប់អ្នកចូលរួមហើយវគ្គបន្តទៀតក៏យើងនឹងផ្ញើជូនដូចគ្នាដែរអូខេច្បាស់ពូផាំងតកែអរគុណច្រើនច័ន្ទធូច្បាស់លោកគ្រូអរគុណច្បាស់លោកគ្រូអូខេពូហេអរគុណច្រើនសុវណ្ណដាវីតយប់នឹងសុំចម្លើយយកសៀវភៅមួយក្បាលហើយបងប្អូនអស់សៀវភៅអានហើយអូខេបង្ហាញសមត្ថភាពលឿនរហ័សវៃឆ្លាតអាចឆ្លើយបានមុនគេនោះទទួលបានសៀវភៅខ្ញុំជួបនឹងអត្ថបទលោកគ្រូអាននេះគឺខ្វះត្រង់មួយចំណុចគឺនោះគឺអ្នកមាននោះឬអ្នកធំនោះមិនមែនជាអ្នកអានសៀវភៅឬចូលចិត្តការអានលោកគ្រូមានតែការអានកាន់តែច្រើនទេទើបមនុស្សមិនសូវប្រទុសរាយគ្នាខ្ញុំ yes ជាគំនិតមួយនៃការយល់ឃើញរបស់បងហើយខ្ញុំក៏មិនមានគំនិតជំទាស់ដែរហើយបើដូចខ្ញុំអ្វីដែលខ្ញុំធ្វើកន្លងមកជាបេសកកម្មដោយស្មោះត្រង់ទៅខ្ញុំផ្ដោតសំខាន់ទៅលើតែអ្នកដែលក្មេងៗអ្នកដែលពុំសូវមានបទពិសោធន៍ច្រើននៅក្នុងជីវិតដូចខ្ញុំបានបញ្ជាក់ជូនថាកុមារយុវជនហើយអ្នកដែលមានបទពិសោធន៍ឬក៏អ្នកដែលពូកែអ្នកខ្លាំងហ្នឹងខ្ញុំអត់សូវជាផ្ដោតទេខ្ញុំគិតថាពួកគាត់អាចរស់ខ្លួនឯងបានហើយគេទៅដល់នឹងហើយជារឿងរបស់គេតែនិយាយទៅយើងជាទូទៅខ្ញុំកម្រមានឬក៏ទម្លាប់របស់ខ្ញុំមិនឲ្យការកែតម្រូវឬក៏គំនិតឲ្យមានការផ្លាស់ប្ដូរទៅលើមនុស្សចាស់ឬក៏អ្នកដែលខ្ពស់ជាងទេអានេះជាអ្វីដែលខ្ញុំកន្លងមកប៉ុន្តែសម្រាប់ក្មេងៗចំនួនក្រោយអ្នកដែលខ្ញុំអាចនិយាយបានឬក៏អ្នកដែលបើយើងនិយាយទៅអ្នកដែលមានទឹកអត់ទាន់ពេញកែវអាហ្នឹងខ្ញុំជជែកអាហ្នឹងខ្ញុំនិយាយប៉ុន្តែអ្នកដែលមានទឹកពេញកែវហើយហើយខ្ញុំ let it go ស្របជាមួយបេសកកម្មរបស់ខ្ញុំអញ្ចឹងហើយបានតែខ្ញុំលើកឡើងថាអ្នកដែលស្ដាប់ទៅបានសភៅចាប់ពី50-60ក្បាលឡើងទៅខ្ញុំអត់ជា target ទេមិនមែនជា target របស់ខ្ញុំទេប៉ុន្តែសម្រាប់អ្នកដែលអានសភៅអត់ចូលចិត្តអានសភៅនេះជានិយាយសម្រាប់យុវជនណាបាទអ្នកដែលមានបំណងបបងការសាអ្នកដែលអត់ទាន់ចាប់ថ្នាក់ទី10ទី9ថ្នាក់ទី11 12ហ្នឹងនឹងជាគោលដៅរបស់យើងឲ្យដូចអ្នកដែលចាប់បញ្ញាបត្រហើយចង់ត master PhD post PhD ទៀតអាហ្នឹងហួសពីអ្វីដែលយើងធ្លាប់ហួស scope របស់កម្មវិធីឬក៏ហួស scope របស់ខ្ញុំដែរដោយបងបានលើកឡើងអាហ្នឹងអ្នកមានលទ្ធភាពហ្នឹងមែនហើយពេលខ្លះប្រហែលជាគាត់ក៏មានរបៀបគិតរបស់ពួកគាត់ដែរគាត់ថាខ្ញុំដែលអានសភៅផងតែខ្ញុំសល់លុយរាប់លានរាប់សែនដុល្លារហើយហ្នឹងអញ្ចឹងហេតុអីខ្ញុំត្រូវស្ដាប់អ្នកដែលពុំមានលុយចំនួនដូចខ្ញុំហេតុអីខ្ញុំត្រូវស្ដាប់របៀបអញ្ចឹងហ៎បងមើលទៅហ្នឹងហើយអូខេរតនៈគ្មានមួយផែមួយខ្ញុំទេអូខេស្អីហ្នឹងសម្លេងនឹងរូបភាពច្បាស់ណាស់លោកគ្រូអរគុណច្រើនរតនៈសៀវភៅមកដល់លោកគ្រូតែស្អែកបានខ្ញុំទៅយកអូខេខ្ញុំអ្នកតកែលោកគ្រូអូខេអ្នកតកែស្គាល់ហើយដូច្នេះណាគ្រីជំរាបសួរណាគ្រីដូចជាឈ្មោះថ្មីអ្នកចូលរួមថ្មីជំរាបសួរណាគ្រីអ្នកខេត្តណាដែរអាចសុំស្គាល់បន្តិចមកឈ្មោះនេះដូចជាថ្មីប្រសិនបើអ្នកចូលរួមថ្មីអាចសុំស្គាល់ផងដើម្បីឲ្យអ្នកចាស់បានជំរាបសួរហើយ
ប្រសិនបើជាអ្នកចូលរួមចាស់ទេអាចប្រហែលជាដូចឈ្មោះថ្មីនេះបទពិសោធន៍កន្លងមកបាទមួយទៀតបច្ចុប្បន្ននេះគេឆាប់ជឿអ្នកដែលបង្អួតលុយឡាននៅលើបណ្ដាញសង្គមដោយមិនស្វែងយល់ពីច្បាស់ពីសវនពិតដូច្នេះហើយអត្រាអ្នកចាញ់បោកក៏កើនឡើងចុងក្រោយក៏សល់ត្រឹមបំណុលឬការបញ្ចប់ជីវិតមែនព្រោះហេងលើកឡើងត្រឹមត្រូវហើយនេះក៏ជាកំសោយមួយនៃការគិតដែរជាមូលហេតុដែលខ្ញុំហេតុអីបានជាខ្ញុំចូលចិត្តឬក៏លើកទឹកចិត្តឲ្យអ្នកដែលអត់ចូលចិត្តអានសៀវភៅនៅតាមសហគមន៍ក្មេងៗហ្នឹងគាត់ចាប់ផ្ដើមអានសៀវភៅព្រោះខ្ញុំយល់ថាអ្នកទាំងអស់ហ្នឹងគឺជាមនុស្សដែលខ្ញុំគួរណាស់តែជួយគួរណាស់តែចូលទៅចិត្តនៅពេលដែលគាត់ខ្វះព័ត៌មានគាត់ខ្វះបទពិសោធន៍ខ្វះចំណេះដឹងងាយនឹងចាញ់បោកគេដោយឲ្យស្គាល់ពីសង្គមអញ្ចឹងណាជួនកាលយើងគ្រាន់តែឃើញសកម្មភាពរបស់គេឈរទៅលើគោលការណ៍មនុស្សធម៌ឬក៏ជួនកាលយកសាសនាជាកន្លែងពឹងអាងដើម្បីរកស៊ីមើលទៅដូចគេហៅព្រមព្រឹត្តប្រាំងត្បិតដូចល្អណាស់ប៉ុន្តែយកអាភាពល្អណាស់ហ្នឹងដើម្បីបោកបញ្ឆោតលើអ្នកដែលទុនខ្សោយអ្នកដែលខ្វះចំណេះដឹងខ្វះព័ត៌មានខ្វះបទពិសោធន៍ហ្នឹងតែពិតមានមិនអត់ទេនៅស្រុកយើងនឹងច្រើនណាស់អ្នកខ្លះទៅយកលុយឡានយកសម្លៀកបំពាក់ខាងក្រៅហ្នឹងជាគ្រឿងដើម្បីបោកបញ្ឆោតគេនឹងឯងទិញទំនុកចិត្តអ្នកខ្លះទៅយកខ្នងអ្នកនេះយកខ្នងនោះឬក៏ទៅស្គាល់អ្នកនេះស្គាល់អ្នកនោះដើម្បីយករូបអ្នកនេះរូបអ្នកនោះហ្នឹងទៅបោកបញ្ឆោតទៅកັບកេងប្រវាញ់អ្នកដទៃនឹងឯងនៅស្រុកយើងមានច្រើនណាស់ហើយអ្នករងគ្រោះខ្លះហ្នឹងនៅតែចាំតែរងគ្រោះនឹងឯងដោយសារអីដោយសារតែជាធម្មតាទេអ្នកមានបញ្ញាអ្នកឆ្លាតអ្នកបកកាយឲ្យខូចពិបាកតាមណាស់ជាទូទៅហ្នឹងឯងអូខេលោកគ្រូបានរួមជាមតិតិចតួចលោកគ្រូខុសត្រូវយ៉ាងណាអធិស្ឋានផងលោកគ្រូអត់អីទេបងខ្ញុំនៅក្នុងកម្មវិធីនេះដូចបានបញ្ជាក់ជូនដល់ដើមថាខ្ញុំមិនមែនជាអ្នកបកកាយអ្នកចេះដឹងទេយើងគ្រាន់តែធ្វើកម្មវិធីខ្ញុំឈរនៅទីនេះក្នុងនាមជាអ្នកសម្របសម្រួលក្នុងនាមជាអ្នកដែលស្ថាបនិកនីតិឆ្លើយសំណួរយកបើយើងមកជជែកអញ្ចឹងឯងជជែកដើម្បីបង្កើនចំណេះដឹងជជែកដើម្បីចែករំលែកនៅបទពិសោធន៍ជជែកដើម្បីឲ្យលោកស្រីបងប្អូនផ្សេងទៀតដែលលោកបានដឹងដែរប៉ុន្តែដឹងមិនទាន់គ្រប់ជ្រុងជ្រោយហ្នឹងគាត់បានដឹងបន្ថែមអញ្ចឹងណាបងបាទអូខេសុំអូខេចូលរួមប៉ុន្មានដែរខ្ញុំអាចសុំដឹងបានបន្តិចទេដោយសារវាអត់មានលោតចំនួនសោះមិនដឹងថាយ៉ាងណាដែរ Facebook ខ្ញុំសុំដឹងចំនួនតិចមកបើហេងអ្នកចូលរួមបានប្រហែលអ្នកដែរខ្ញុំមើលអត់ឃើញទេដោយសារវាអត់លោតដល់ពេលអញ្ចឹងក៏អត់ឃើញខ្ញុំខាងស្វាយរៀងលោកគ្រូអូអ្នកស្វាយរៀងថ្មីណាអ្នកស្វាយរៀងលោកគ្រូខ្ញុំអ្នកចូលរួមចាស់តែឆ្លើយមិនដែលតន់គេព្រោះខាងខ្ញុំរៀង slow អូខេអត់អីអ្នកចាស់ក៏បានដែរតែឈ្មោះដូចជាថ្មីសម្រាប់ខ្ញុំណាគ្រីហ្នឹងហើយឈ្មោះពីរោះ11នាក់អរគុណសម្រាប់អ្នកចូលរួមទាំង11នាក់តោះយើងអាចចាប់ផ្ដើមកម្មវិធីតែម្ដងទៅកុំឲ្យយូរឆ្កាពេកហើយសភៅទី1នៅក្នុងរយៈនេះយើងនឹងផ្ដល់ជូនសភៅដែលមានចំណងជាងថាទម្រាំដឹងខ្លួនថាត្រូវការអ្វីគេជាសភៅទី1ដែលយើងផ្ដល់ជូនកុំស្វែងរកកម្លាំងចិត្តពីអ្នកណាម្នាក់ដើម្បីសម្រេចក្តីស្រមៃរបស់អ្នកតែត្រូវយកក្តីស្រមៃរបស់អ្នកមកធ្វើជាកម្លាំងចិត្តវិញព្រោះនៅពេលដែលអ្នកមិនទាន់អាចសម្រេចបានជោគជ័យលើក្តីស្រមៃខ្លួនឯងទេនោះពាក្យសម្ដីដែលអ្នកបានឮច្រើនបំផុតគឺពាក្យបំបាក់ទឹកចិត្តមិនមែនពាក្យលើកទឹកចិត្តទេអូខេអញ្ចឹងនេះជាអ្វីដែលខ្ញុំឃើញនៅក្នុងខាងក្រៅសភៅហើយគាត់សរសេរដូចនេះឯងអូខេសភៅនេះមានកម្រាស់ប៉ុន្មាន200ជាងទំព័រដែរ200ប៉ុន្មានចេះ226គេនៅចូលរួម13នាក់អញ្ចឹងខ្ញុំអាចចាប់ផ្ដើមកម្មវិធីបាននៅក្នុងកម្មវិធីផ្សាយជាបឋមខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះសេនាធិបតីគ្រប់អង្គលំអរកាយគ្រប់ជំរាបសួរលោកលោកស្រីបងប្អូនទាំងអស់គ្នាអ្នកដែលចូលរួមក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅស្វាគមន៍មកកាន់កម្មវិធីនីតិឆ្លើយសំណួរយកសភៅឆ្នាំទី6រាត្រីទី560នៅក្នុងកម្មវិធីផ្សាយរាត្រីនេះដូចបានបញ្ជាក់ខាងដើមថាយើងនឹងផ្ដល់ជូនសភៅពីក្បាលហើយអ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍3យ៉ាងទី1បានសភៅទី2បានចំណេះដឹងទៅទី3ទទួលបានការកែតម្រូវអក្ខរាវិទ្យាប្រសិនបើសរសេរខុសតែឡែកគោលការណ៍4យ៉ាងដែលអ្នកចូលរួមត្រូវធ្វើមិនលំបាកទេទី1ឆ្លើយមុនគេទី2ផ្ដល់ចម្លើយត្រឹមត្រូវទី3សរសេរបានត្រឹមត្រូវទី4ជាចម្លើយដែលមិនថតចម្លងពីអ៊ីនធឺណិតឥឡូវនេះមានចម្លើយពី AI ទៅទៀតអ្នកចូលរួមទាំងអស់យើងស្វាគមន៍ចូលរួមបានដោយសេរីមិនប្រកាន់ពូជសាសន៍វណ្ណៈឋានៈទូនាទីទេអ្នកណាក៏ចូលរួមបានដែរដោយយើងឈរទៅលើគោលការណ៍ចូលរួមបានដោយសេរីអូខេសម្រាប់សំណួរទី1នេះអញ្ញាលោកលោកស្រីបងប្អូនបានសរសេរពាក្យត្រៀមមុនពេលខ្ញុំផ្ដល់សំណួរជូនសំណួរនេះមិនលំបាកពេកទេជាសំណួរស្រួលទេនៅក្នុងរាត្រីនេះអូខេខ្ញុំសូមអានខមមិនរបស់រដ្ឋាភិបាលមួយលោកគ្រូសួរសំណួរណាដែលខ្ញុំចេះបានហើយក្រែងលោកខ្ញុំបានសៀវភៅអូខេមិនដឹងថាសំណួរណាទៀតណាលោកគ្រូសួរថាតើ
David កើតនៅថ្ងៃខែឆ្នាំណាអូសំណួរបើកណា David កើតនៅថ្ងៃខែឆ្នាំណាសំទោសសំណួរបិទហើយដឹងតែម្នាក់ទៀតតាមមើលសុំ comment ត្រៀមមកខ្ញុំសុំអានឈ្មោះផងអ្នកណាខ្លះចូលរួមពូហេង1រតនៈ2ដូចតែ2នាក់ទេសំណួរមុននេះរៀងស្រួលបន្តិចដោយសារសំណួរទី2យើងដាក់សំណួររៀងលំបាកបន្តិចហ្នឹងណាអូខេពៅវិមានជំរាបសួរវិមានពៅសេងរតនៈវិញ្ញារិនត្រៀមលោកគ្រូសួរតកតងនឹងប្រវត្តិសាស្ត្រមកលោកគ្រូអូខេប្រហែលជាអ្នកពូកែប្រវត្តិសាស្ត្រហើយបានកំងសំណួរតកតងប្រវត្តិសាស្ត្រតែពិតខ្ញុំមានសំណួររួចមកហើយតែគ្រាន់តែចង់ដាក់សំណួរណារៀងកុំឲ្យលំបាកពេកសំណួរស្រួលហើយស្រួលហ្នឹងខ្ញុំគិតថាមិនលំបាកទេសំណួរទាំងអស់នេះវាដូចជាសំណួរដែលលោកវិស័យទាំងអស់គ្នាអាចចូលរួមឆ្លើយបានដោយងាយបាទអូខេអញ្ចឹងជូនសំណួរលំបាកមុនឬក៏សំណួរស្រួលមុនប្រហែលចូលចិត្តស្រួលមុនហើយដូច្នេះយើងដាក់សំណួរស្រួលមុនទៅអូខេសំណួរលោកវិស័យបងប្អូនទាំងសរសេរតែចម្លើយបានហើយសំណួរយើងសួរថានៅប្រទេសកម្ពុជាយើងបែងចែករដូវកាលជាប៉ុន្មានរដូវធំហើយចាប់ពីខែណាដល់ខែណារដូវនីមួយៗមានរយៈពេលប៉ុន្មានខែសំណួរនេះមិនលំបាកទេសំណួរនេះធ្លាប់បានសួរមកហើយរាប់ថាជាសំណួរស្រួលនៅស្រុកក្រៅយើងអាចឃើញមានរដូវច្រើនបើសិនជាយើងធ្លាប់រៀនអង់គ្លេសយើងដឹងឃើញថាមានរដូវ3 4ណាប៉ុន្តែនៅខ្មែរយើងដូចជាមិនដល់4ទេអញ្ចឹងអញ្ញាលោកស្រីបងប្អូនទាំងបានចូលរួមឆ្លើយមករដូវទាំងប៉ុន្មានហ្នឹងនៅខ្មែរហ្នឹងមានប៉ុន្មានហើយរដូវនីមួយៗចាប់ពីខែណាដល់ខែណាមានរយៈពេលប៉ុន្មានខែអូខេសំណួរនេះស្រួលទេហើយសភៅរៀងគួរសមដែរសភៅនេះគេលក់នៅលើទីផ្សារប្រហែលខ្ទង់ប្រហែលខ្ទង់$7 ខ្ញុំអត់ច្បាស់ដែរប៉ុន្តែខ្ទង់នឹងឯងអូខេអត់ទាន់មានអ្នកចូលរួមឆ្លើយទេប្រហែលជាកំពុងតែសរសេរញាប់ដៃញាប់ជើងហើយជំរាបជូនប្រើចម្លើយត្រូវក៏ដោយតែបើសរសេរខុសរាប់ថាជាចម្លើយមិនត្រឹមត្រូវទេជំរាបសួរអ្នកគ្រូរ៉ានីលីជំរាបសួរអ្នកគ្រូកំពុងឆ្នាំងអ្នកកំពុងឆ្នាំងមែនទេឈប់លេខ4ក៏លេខ5ចង់ផ្លេចទេណាលេខ4 yes លេខ4នៅនឹងកំពុងស្ពឺឬក៏កដាលអ្នកគ្រូជាស្ទាយផងខ្វល់ព្រោះខ្ញុំបានទៅចូលរួមការអ្នកគ្រូដែរហើយចង់វល់ហើយប៉ុន្តែគាត់ដឹងថានៅប្លុកហ្នឹងមិនដឹងថាអ្នកគ្រូចូលរួមលើកទីប៉ុន្មានទេប៉ុន្តែបើអាចណែនាំក្មេងៗសិស្សសាលាឲ្យចូលរួមបានក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅនេះដែលគិតថ្លៃយើងផ្ដល់ជូនសំណួរយើងផ្ដល់ជូនសភៅយើងផ្ដល់ជូននៅបទពិសោធន៍មួយចំនួនយើងផ្ដល់ជូនការកែតម្រូវអាខារវិរុទ្ធដែរហើយទន្ទឹមនឹងអ្នកគ្រូជាអ្នកគ្រូដែលបង្រៀននៅវិទ្យាល័យមែនទេអ្នកគ្រូឬក៏អនុវិទ្យាល័យក៏ដោយថាជាមានកូនច្រើនហើយកូនសិស្សច្រើនណាស់ដែលពួកគាត់អាចគួរណាស់តែចូលរួមប្រកបកម្មវិធីអប់រំដូចនេះសំណួរនៅក្នុងរាត្រីនេះយើងសួរដំបូងគេគឺតកតងជាមួយនឹងរដូវកាលសំទោសរដូវនៃប្រទេសកម្ពុជាគេបែងចែកជាប្រមាណរដូវហ្នឹងហើយរដូវនីមួយៗចាប់ពីខែណាដល់ខែណាមានរយៈពេលប្រមាណខែអញ្ចឹងសំណួរនេះយើងគ្រាន់តែថែមរយៈពេលប្រមាណខែហ្នឹងវាវែងជាងមុនតិចយើងឃើញមានអ្នកចូលរួមឆ្លើយហើយថាមុននៅខាងក្រោមនេះចែកជាពីររដូវកាលគឺរដូវវស្សាពីខែតុលាដល់ខែឧសភានិងរដូវប្រាំងពីខែវិច្ឆិកាដល់ខែមេសាអូខេសាមចាត់សំទោសសុវណ្ណដាវីតក៏ថាដឹងទេលោកគ្រូទេសំណួរនេះដូចជាមិនលំបាកពេកទេដាវីតអត់ដឹងហ្នឹងនិយាយលេងក៏និយាយមែនហើយបើនិយាយមែនក៏និយាយទៅដោយសារតែប្រសិនបើនិយាយមែនចាប់ពីពេលនេះទៅលោកសំទោសបងអូននឹងដឹងហើយថានៅប្រទេសកម្ពុជាគេបែងចែកជាប្រមាណរដូវហើយចាប់ពីខែណាដល់ខែណានេះជាអត្ថប្រយោជន៍មួយនៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅដែរដោយសារតែមានអ្នកសួរថាមិនផ្ដល់សភៅឲ្យហ្មងចុចតែឈ្មោះទៅចាំបាច់ដាក់សំណួរទេខ្ញុំក៏ធ្លាប់បានលើកឡើងថាកាលណាបើយើងឲ្យតែសភៅដោយមិនដាក់សំណួរនោះអ្នកទទួលបានសភៅតែម្នាក់ទេប៉ុន្តែប្រសិនបើយើងដាក់សំណួរទន្ទឹមនឹងអ្នកទទួលបានសៀវភៅម្នាក់អ្នកទទួលបានចំណេះដឹងតាមរយៈសំណួរនឹងច្រើនអ្នកទៀតអញ្ចឹង at the same time នោះមានន័យថាក្នុងពេលតែមួយយើងផ្ដល់ជូនសៀវភៅផងយើងបានផ្ដល់ជូនចំណេះដឹងទូទៅផងទៅកាន់អ្នកចូលរួមចឹងទៅនៅកម្ពុជាគេបែងចែករដូវជាពីរធំរដូវវស្សាចាប់ពីខែ5ដល់ខែ11ហើយរដូវប្រាំងចាប់ពីខែ12ដល់ខែ4អូខេនេះជាចម្លើយរបស់ចន្ទធូអូខេបន្តមកមានចម្លើយពីបងអូនថាមុនចែកជាពីរដូវវស្សាពីខែតុលាដល់ខែឧសភាសំទោសរដូវវស្សាពីខែតុលាដល់ខែឧសភារដូវប្រាំងពីខែវិច្ឆិកាដល់ខែមេសាបន្តមានលោកគ្រូមេងប្រាំងពីខែវិច្ឆិកាដល់ឧសភាហើយវស្សាពីខែមិថុនាដល់តុលារនរាយារដូវវស្សាឧសភាតុលារដូវប្រាំងវិច្ឆិកាដល់មេសាអូខេពួកហេងរដូវប្រាំងនិងរដូវវស្សាចាប់ពីណាដល់ណាដឹងទេអូខេអាចរាប់ថាដឹងហើយបើមានរដូវវស្សា5ខែសំទោសពីខែ5ដល់ខែ11រដូវប្រាំងពីខែ12ដល់ខែ5រយៈពេល6ខែអូខេ
từ con mình prang bị khai với cái đó uống phi hai vừa xa nó bị khai mỹ thuật na đó khai tụ là khi xong ba mấy chat thì chui nè cái chết rồi nè ok nè cô đặt năm ấy đã cho room slide nè to mà nè côខ្ញុំចាំខ្ញុំអត់ចាំទេលោកគ្រូចាំតែរដូវនៅស្រុកនេះពូនៅនៅយូរប្រហែលជាផ្លេចរដូវនៅស្រុកខ្មែរហើយតែដឹងប៉ុន្តែខ្ញុំគិតថាដូចជាមិនលំបាកចាំទេដោយសារនៅខ្មែរយើងរដូវមានតែ2ទេរដូវធំហ្នឹងហើយមានតែប្រាំងហើយនិងវស្សាអ្នកធ្លាប់ធ្វើស្រែយល់ច្បាស់ហើយថារដូវប្រាំងចាប់ពីខែណាដល់ខែណាហើយរដូវវស្សាចាប់ពីខែណាដល់ខែណាដូច្នេះមិនលំបាកឯណារដូវប្រាំងបើយើងនិយាយមែនតើរដូវប្រាំងគឺចាប់ពីខែណាហើយរដូវវស្សាចាប់ពីខែណាវស្សាហ្នឹងវាសាដើមឆ្នាំហ្នឹងខែ5ហ្នឹងឯងខែឧសភាដល់ខែតុលារាប់ថាជារដូវវស្សាហើយខែ11ខែវិច្ឆិកាដល់ខែមេសាវិញជារដូវប្រាំងអញ្ចឹងហើយពេលខ្លះលោកស្រីខ្លះចេះតែយល់ច្រឡំថាខែ12ហ្នឹងស្ថិតនៅក្នុងរដូវវស្សាដែរតាមពិតរដូវវស្សាផុតត្រឹមតែខែ10ហ្នឹងឯងខែតុលាបាទខ្ញុំសូមមើលចម្លើយពីខាងលើវិញមិញនេះខ្ញុំអានពីក្រោមទៅទេគេខ្ញុំអានពីលើមកវិញអ្នកណាគេចូលរួមអានមុនគេឆ្លើយមុនគេសូមមើលបន្តិចទៅសិមចិត្តដាវីតគាត់សូមឲ្យមានសំណួរទៅមួយប្រវត្តិវិទ្យាម្សិលមួយថ្ងៃមួយយើងបានដាក់ជូនរួចហើយមានអ្នកសូមបារមីឆាត់សំទោសឆាត GPT ជួយផងហើយលោកគ្រូនេះមែនឆ្លើយមុនគេរដូវប្រាំងពីខែវិច្ឆិកាដល់ខែឧសភាអូខេហើយវស្សាពីខែមិថុនាដល់ខែតុលាមិនត្រឹមត្រូវទេចម្លើយរបស់លោកគ្រូមុនខាងលើនេះបន្ទាប់មកពៅមូនីវិមានរដូវវស្សាចាប់ពីខែ5ខែឧសភាដល់ខែ11ហ្នឹងត្រឹមត្រូវខែ5ឧសភាដល់ខែ11ខែវិច្ឆិកាសំទោសរដូវវស្សាអត់ត្រូវទេដល់រដូវប្រាំងចាប់ពីខែ12ដល់ខែ5នេះយើងថាឪពុកហេងក៏មិនត្រឹមត្រូវដែរគាត់ថាគាត់អត់ចាំទេរដូវយ៉ាវស្សាឧសភាដល់តុលាហើយរដូវប្រាំងវិច្ឆិកាដល់មេសាអូខេអញ្ចឹងរដូវយ៉ាបានក៏ដល់ចម្លើយត្រឹមត្រូវលោកស្រីបងប្អូនអាចមើលចម្លើយរបស់គាត់បានហើយជួយពិនិត្យអក្ខរាវិរុទ្ធទាំងអស់គ្នាប្រសិនបើគាត់សរសេរខុសឬត្រូវយ៉ាងណាចាអត់ឆ្លើយទេលោកគ្រូអូខេអ្នកគ្រូរចនាមេញផ្ដល់ឱកាសមែនតើទៅប្រសិនបើអ្នកគ្រូរចនាមេញចូលមកគឺឱកាសខ្ពស់ណាស់សម្រាប់អ្នកគ្រូរចនាមេញនេះអ្នកបាត់ដំបងនេះថ្ងៃមុនសួរថាធ្លាប់ឈ្នះសភៅពីកម្មវិធីហ្មងអត់តាំងឃើញប្រហែលច្រើនពេកអត់ដឹងចំនួនណាមួយតែមើលសំណួរស្រួលអញ្ចឹងអ្នកគ្រូរចនាឆ្លើយទេប្រហែលហើយហ្នឹងហើយអូខេអ្នកគ្រូរ៉ានីលីរដូវវស្សាឧសភាតុលាដែលទទួលឥទ្ធិពលពីមូសុងប្រហែលប៉ះចំគ្រូភូមិជាផងទេដឹងហ្នឹងមានភ្លៀងធ្លាក់ច្រើនដល់សំណើមខ្ពស់និងសីតុណ្ហភាពក្តៅអូខេរដូវប្រាំងខែវស្សាសំទោសវិច្ឆិកាដល់មេសាចែកជា2គោលរដូវទៀត3ខែរដូវលំហើយ3ខែរដូវក្តៅអូខេអញ្ចឹងឆ្នាំនេះយើងមានបាតុភូត El Niño នឹងឯងផងអញ្ចឹងក៏គេមានកូនរដូវប្រាំងនឹងមួយទៀតខ្ញុំចាំបានពីក្មេងឲ្យតែថាកូនរដូវប្រាំងនឹងស្ងួតហួតហែងម៉ែប្រើឲ្យចាំថ្នាលសំណាបមានរោងមួយសម្រាប់ចាំថ្នាលសំណាបនឹងដីហុយជុកនឹងពេលខ្លះទៅសាបនឹងគេហៅសាបលុបដីខ្ញុំអត់ដឹងថាលោករស្រីណាខ្លះតន់ទេនៅទីនេះយើងសាបនឹងថ្នាលសំណាបធំណាស់ពីមុនធ្វើស្រែហត់ណាបើអត់លុបខ្លាចអត់ដោះដោយសារអីកាលណាតែសាបនឹងវាអត់បានលុបដីទេកាយដីលុបទេមានន័យថាក្របស្រូវវាស្ងួតវាអាចចាបស៊ីវាអាចមន់ស៊ីឬក៏វាស្ងួតវាអត់ដោះទេអញ្ចឹងចង់នឹងត្រូវលុបដីធ្វើរោងសំណាបហើយកិនធ្វើស្រែពីមុនហ្នឹងតាមតែក្បួនចាស់ពីដើមហ្នឹងចំណាយកម្លាំងក៏ច្រើនចំណាយពេលវេលាក៏ច្រើនប៉ុន្តែផលហ្នឹងក៏មិនជាប៉ុន្មានដែរតែឥឡូវគេមានការធ្វើស្រែបែបលក្ខណៈទំនើបទៅកាត់បន្ថយនៅកម្លាំងមួយចំនួនដែរអូខេអញ្ចឹងអាញាតលោកស្រីបងប្អូនទាំងគ្នាបានអបអរសាទរទៅសំទោសទៅកាន់រាយាផងសម្រាប់សំណួរទី1ដែលបងប្អូនធ្វើបានល្អឆ្លើយត្រូវតែសារអត់ឃើញចូលរួមឆ្លើយទេសារសំណួរទី2អបអរសាទរអ្នកគ្រូរចនាមេញអូខេអបអរសាទរទៅកាន់រុនរាយាផងសម្រាប់សំណួរនេះខ្ញុំអានពិនខមមិនគាត់ហើយអរគុណអ្នកគ្រូរ៉ានីសម្រាប់ការចូលរួមឆ្លើយយើងអាចចូលរួមដល់សំណួរទី2តោះចំណងជើងម្នាក់ឯងតែមិនឯកាពីអ្នកនិពន្ធសុកច័ន្ទផលកិច្ចការដ៏សំខាន់បំផុតនៅក្នុងជីវិតគឺការស្វែងយល់ការពិតពីខ្លួនឯងអូខេមិនស្គាល់ខ្លួនឯងទោះជាទៅដល់កន្លែងណាជាមួយនរណាធ្វើកិច្ចការជោគជ័យខ្លាយជាបុគ្គលល្បាញល្បីនៅក្នុងសង្គមក៏នៅតែទទួលអារម្មណ៍ថាឯកាឬមិនទាន់គ្រប់គ្រាន់តើគ្រប់គ្នាកំពុងតែខ្វះខាតអ្វីនិងប្រាថ្នាចង់បានអ្វីឲ្យពិតប្រាកដ
អាចកំបាំងដល់គូឲ្យរន្ធត់នោះគឺមកពីពួកគេគ្មានខ្លួនឯងជាទីពឹងនិងមិនទាន់ដឹងអំពីរបៀបនៃការរស់នៅជាមួយនឹងខ្លួនឯងអ្នកនឹងស្គាល់ខ្លួនឯងកាន់តែស៊ីជម្រៅតាមរយៈទំព័រសៀវភៅមួយក្បាលនេះនេះជាការលើកឡើងរបស់អ្នកនិពន្ធនៅខាងក្រោយខាងក្របក្នុងសៀវភៅនឹងឯងអូខេត្រៀមម្នាក់ឯងតែម្នាក់ការមានអ្នក fan បងផលនៅទីនេះច្រើនដែរតាមមើលសែមសេងរតនៈសែមសុវណ្ណដាវីតចន្ទធូចង់បានសៀវភៅនឹងណាលោកគ្រូបាទបង្ហាញសមត្ថភាពចង់បានឆ្លើយអត់ត្រូវមកហ្នឹងហើយចង់បានព្រោះសៀវភៅនឹងមិនងាយដែរសៀវភៅនេះដូចជាមានតម្លៃ36,000រៀលដូចជា$9ណាថ្លៃគួរសមដែរអ្នកឯងមិនឯកាតែខ្លាចខ្មោចគេថាមុនអូខេអូសាតូគេខ្ញុំម្នាក់ដែរអូខេអ្នកគ្រូរ៉ាច់សុំទោសអ្នកគ្រូរ៉ានីដែរអរគុណច្រើនជំរាបជូនថាទៅមុខនេះក៏យើងនឹងធ្វើកម្មវិធីផ្សាយតាមរយៈYouTube account ដែរប៉ុន្តែដោយសារតែបច្ចុប្បន្ននេះ YouTube account channel របស់យើងអត់ទាន់គ្រប់ចំនួន subscriber អញ្ចឹងសម្រាប់លោកលោកស្រីបងប្អូនទាំងគ្នាដែលអត់ទាន់ចូល subscribe អាចចូល subscribe បានដែលមាន account channel ឈ្មោះ Rat Author and Education ហ្នឹងសម្រាប់លោកស្រីបងប្អូនទាំងគ្នាដែលចង់ចូលរួមអាចចូលរួមបានអូខេយើងដូចជានៅត្រូវការ subscriber បន្ថែមទៀតដែរតោះមានអ្នកត្រៀមមកហើយខ្ញុំក៏ ready សម្រាប់សំណួរដែរអ្នកចូលរួមប៉ុន្មានអ្នកអត់ដឹងទេដោយសារអត់ load notification ឲ្យ Facebook មិនដឹងជាយ៉ាងណាអរគុណអ្នកគ្រូរ៉ានីសម្រាប់ការចូលរួមចែករំលែកការចែករំលែកកម្មវិធីអប់រំពីលោកលោកស្រីបងប្អូនទាំងអស់គ្នាក៏ជាផ្នែកមួយនៃការជួយគ្រប់គ្រងកម្មវិធីប្រភេទអប់រំនេះដោយប្រយោលដែរអូខេអ្នកចូលរួម13នាក់សំណួរសភៅនេះងាយមានឲ្យទេណាយូរមានម្ដងដោយសារតែថ្លៃដែរសភៅនេះដូចបានជម្រាបជូនហ្នឹងកាលណាតែសភៅថ្លៃយើងអត់ត្រូវមានផ្ដល់ឲ្យច្រើនទេដូច្នេះរៀងតិចដែររៀងតិចដែរ13នាក់លោកគ្រូអរគុណច្រើន13នាក់វិញខ្ញុំទៅប្រឡងយកបានបើកបរថ្ងៃមុនមានសំណួរច្រើននឹងអ្វីដែលត្រូវចេះលោកគ្រូអូខេបងសុំមើលតិចលោកគ្រូជាសំណួររបស់ខ្ញុំបើថ្ងៃណាសំទោសបើអាចថ្ងៃបន្ទាប់ទៀតលោកគ្រូសួរពីទ្រឹស្ដីចរាចរណ៍ក្នុងកាលៈទេសៈព្រោះទ្រឹស្ដីចរាចរណ៍មាន200សំណួរបាទល្អដែរបងល្អហ្នឹងហើយតែពិតមិនតែនៅពេលដែលយើងនិយាយពីច្បាប់នៅក្នុងប្រទេសជឿនលឿនខ្ញុំគិតថាប្រជាពលរដ្ឋប្រជាជនគេបាក់ច្បាស់ណាគេយល់ដឹងអំពីច្បាប់ហើយគេព្រមនៅគេដឹងច្បាប់មានន័យថាគេចេះច្បាប់អញ្ចឹងគេដឹងថាខ្លួនគេធ្វើអីវាខុសច្បាប់មិនធ្វើអីខុសច្បាប់ប៉ុន្តែប្រសិនបើយើងនិយាយអំពីប្រជាជនខ្មែររួមទាំងខ្ញុំដែរឬក៏រួមទាំងនិស្សិតរួមទាំងបញ្ញវន្តមួយចំនួនអត់ទៅមានតែដឹងទេដឹងតែអ្នកសិក្សាច្បាប់នឹងឯងជាទូទៅជួនកាលហ្នឹងគាត់ដឹងថាគាត់ break the law ព្រោះគាត់ដឹងថា law ហ្នឹងជាស្អីផងហើយយើងទៅសួរមកបងប្អូននៅជនបទមកទន្ទឹមនឹង law ហ្នឹង binding សម្រាប់ទាំងអស់គ្នាមានន័យថាវា cover ទាំងយើង cover ទាំងគាត់ហ្នឹងប៉ុន្តែគាត់អត់ដឹងថាហ្នឹងជួនកាលហ្នឹងជារឿងដែលខុសច្បាប់ហើយដូចបងលើកឡើងមុននឹងថាជួនកាលក្មេងៗខ្លះវាអត់ដឹងថាអ្វីដែលពួកគាត់ធ្វើហ្នឹងវាជារឿងខុសឆ្គងទៅទៀតហើយហ្នឹងគឺជារឿងធ្ងន់ធ្ងរណាស់សម្រាប់សង្គមសម្រាប់ពួកគាត់ក៏ព្រោះតែប្រសិនបើគាត់ដឹងថាអ្វីដែលគាត់ធ្វើជារឿងខុសឆ្គងអានោះនៅកែបានហើយក៏ប៉ុន្តែដូចបងលើកឡើងថាគាត់អាចនឹងធ្វើរឿងរ៉ាវដែលគាត់កំពុងធ្វើហ្នឹងអត់ដឹងថាជារឿងខុសឆ្គងឧទាហរណ៍មួយពីរហើយយើងឃើញអានេះយើងមិនជាការរើសអើងទេណាប៉ុន្តែខ្ញុំនិយាយជារួមយើងឃើញក្មេងៗស្ទាវបងក្មេងៗស្ទាវមួយចំនួនហ្នឹងគាត់ស្លៀកពាក់ខោអាវសំយាយសញ្ញៈកញ្ចក់មិនកាត់សក់មិនកាត់កទ្រីងកទ្រើងក្អែលនៅកនៅដៃអីចឹងទៅហើយធំហើយណាមិនក្មេងៗទេយើងខ្លួនឯងចិត្តតែគិតថាតែពួកហ្នឹងតែពួកគាត់ចេះមានសេចក្តីស្រឡាញ់ស្នេហាហ្នឹងដូចប្រុសស្រឡាញ់សេចដោយសារអីជួនកាលមិនមែនស្រឡាញ់ដោយសារភាពស្អាតទេព្រោះបើយើងកលេសស្អាតគាត់អត់ស្អាតដែរស្អាតនៅត្រង់នេះមិនមែនមានន័យថាតតែសង្ហាទេប៉ុន្តែចេះសម្អាតចេះមានអនាម័យចេះការស្លៀកពាក់បានសមរម្យអីទៅយើងរាប់តែស្អាតដែរប៉ុន្តែអត់ទេគាត់អត់មានតាំងក្នុងទៀតប៉ុន្តែគេមានសេចក្តីស្រឡាញ់ឬក៏ដូចជា idol របស់គេជួនកាលអាហ្នឹងគាត់អត់គិតថាវាជារឿងខុសទេវាគិតថាជារឿងត្រឹមត្រូវទី2ពួកគាត់អាចនឹងសាទរនៅពេលដែលគ្នាគាត់ណាម្នាក់ប្រព្រឹត្តខុសបានល្អទេថាមិត្តភក្តិមួយហ្នឹងទៅលួចលុយម៉ែបានលួចបានប៉ុន្មានគេណាឬក៏មិនអីម៉ូតូម៉ែហ្នឹងលក់បានអត់ឬក៏ខ្សែកងទៅទូរស័ព្ទរបស់ម៉ែហ្នឹងម្ដាយហ្នឹងអាចលក់បានអត់បើលក់បានហ្នឹងសមាជិកហ្នឹងហាក់ដូចជាសាទរទៅវិញមិនគាត់មិនយល់ថារឿងហ្នឹងទង្វើហ្នឹងជាទង្វើខុសទេណា
vì mình chỉ từng vừa sơ thua thì chỉ từng vừa khoa côn thua rồi có từng vừa mình đăng côn là nạp chỉ bán là ba chỉ xa tô từ mình rồi có cái thằng miền mật phệ nào mà này ai bằng không mà tô ban về từ vay kia ban bay cái ba buôn pram nè tới ô một cái xa tô chân dân khơi thảo vay để con cầm bông thớ nữa con cầm bông từ miền từ nạp mua từ nạp phép trong phố riêng khó côn từ mình rồi có thằng mật phệ ai từ lui chọc sai co cái ban tam phơi rất vải chứ đó một cái chân tới con từ xa đừng khó ok chân ní chỉ ca lựa ăn cho bao thế để saoแต่nó không sử hơi bát chiên được buộc bát đây này mà đáy nước cho men rồi xây chúng nó những khá đài chúng nó này hai để cả làng pi cù phía kia thì nó rất có mua chúng nó tiết riêng lực lang để tôn chỉ mua là buộc đáy để miền cố này sắn nha đầy trường bài để nó màu cho rôm nó mình màu mùi viên nó mình ban phong bàn tinh bán này nó hiện tại bài bại từ nào nó không chặt nào buộc đáy bên đây thôm lớn là thợ ban mấy khuôn ấy nữa tại anh nhà anh nhập xây vị đầm tam chặt tam dạ cả từ cặp chặt vị đầm kia thôi bóng tuổi bóng thông bây giờ làm ní dương ở chạy đường về ngày đâu nè miền sặc miền doan này nó đong khuôn tiết nên chỉ riêng sật ở bao bọc thì dương mình chạy về ngày đấy phần tái men hai trong khi tham gia chương trình khoa khả đài có hai cả cật ở toàn đó là người co cật khu hai đôi ban được không ở bọt khăn ban được lang tháp khăn nó để dương từ chạy đường năng tới cái prao việc khai thắng dây sấy mai ở khuôn kia mai ở cái kia đạp phóng hay dương từng dây mà kia đây cái dần dây tới ban làm hot về ngày mà tới chia saiประพนเอารุ่งเราว่าdương mình toàn xếp đó là món đại gia ban lọt thế chỉ mua là hai để nhom trong cho tới món đại gia năm cày mình đắng năm trong năm đi mình đắng đấy miền kia cực lắm cho hái tam là phiêu đại vừa ta bán phun sọc đại gia na để của tới và hai chị mình nêu rong trang tệ là ngày ở con ok lúc ru trên sườn núi tại tôi đừng cho bạn mùi tứ làm bay chi chừng này đừng đời sao thế này miền sườn núi ruột hái hỏi cho bạn nhưng còn đừng xua đấy được ban bong hơn cả ban sườn núi post hỏi miền sườn núi tại tôi chỉ mùi đừng từ đây này cho bạn cho ra cho là cô là tật rồi có cho bạn ra cho đừng ái trong cái thà bên hai bà con na hai cái lò mà nhưng còn là ban xua đây miền xua plạt sinh nha xua là bươn này cả plạt đồng phở ở trên đá mà nhưng có xua chơi plạt sinh nha là bươn đừng ái có pro tài mình tại đất luôn hạ phía sáng cả được là bên lúc trước tới khang pre phong baประสาน bà dương choខ្ញុំនឹងចុះតាមខេត្តនីមួយៗហើយយើងនឹងព្យាយាមរកតំបន់ដាច់ស្រយាលតាមពិតមានច្រើនណាស់នៅស្រុកយើងកន្លែងដែលសាលាខ្វះខាតហើយក្មេងៗច្រើនណាស់ដែលត្រូវការយើងជាអ្នកដែលជួយលើកទឹកចិត្តជួយគ្រប់គ្រងតាមរយៈសម្ភារៈសិក្សាជួនកាលសភៅ10ក្បាលបិចមួយដើមកតាបមួយក៏ជារឿងមួយដែលអាចជំរុញទឹកចិត្តគាត់ឲ្យបន្តការសិក្សាដែរខ្ញុំធ្លាប់ជាក្មេងដែលទទួលបានអាហារូបករណ៍តាំងពីថ្នាក់ទី7អាហារូបករណ៍ដូចជារបស់ក្រសួងខ្ញុំមិនច្បាស់ទេព្រោះគ្រូសិក្សាខ្ញុំវាអត់អញ្ចឹងខ្ញុំបានកង់ពីសាលាខ្ញុំបានកង់ពីកម្មវិធីរបស់ក្រសួងហើយខ្ញុំបានកង់នឹងជិះទៅរៀនម្លេះខ្ញុំចូលរៀនបានដែរទីហោរឿងមួយអញ្ចឹងជួនកាលផ្នែកយើងជាចំណែកមួយដែលអាចជួយលើកទឹកចិត្តឲ្យក្មេងណាមួយបន្តការសិក្សាដូចខ្ញុំអីដដែលទៅណាប៉ុន្តែខ្ញុំដូចជាមិនបានជជែកវែងញែករឿងនេះច្រើនទេនៅក្នុងកម្មវិធីផ្សាយក៏ព្រោះតែពេលខ្លះយើងរាប់រឿងរ៉ាវ background នឹងពេកគេថាយើងនឹងត្មងត្មែដើម្បីចង់បានអីមួយខ្ញុំមិនទេកន្លងមកខ្ញុំក៏ដូចជាមិនជជែកដែរហើយខ្ញុំមានតែសិទ្ធិអតីតកាលដែលរីករាយនឹងមួយដែលនិយាយហ្នឹងក៏មិនរៀបរាប់រឿងរ៉ាវពិបាកវេទនាដើម្បីការចាប់អារម្មណ៍ដើម្បីទទួលលិខិតសក្ការៈក៏មិនដែរគឺយើងរាប់ថាជាបទពិសោធន៍ជីវិតជាការលើកទឹកចិត្តដល់អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកគាត់អាចឧទាហរណ៍ក្នុងគាត់ថាប្រសិនបើអ្នកនិពន្ធពីមុនណាគាត់អត់មានកង់ចិត្តរៀនគាត់អត់មានលុយទៅរៀនហើយគាត់ឥឡូវគាត់មានកង់គាត់មានលុយហាត់អីគាត់ត្រូវបោះបង់ការសិក្សាហាត់អីគាត់មិនបន្តការសិក្សានេះជាអ្វីដែលយើងចង់លើកទឹកចិត្តដោយខ្ញុំចាំបានលោកគ្រូសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលលោកទៅបានលើកឡើងនៅក្នុងបទpodcast មួយនិយាយអំពីគេហៅប្រាជ័យនៃការអប់រំហ្នឹងគឺតកតងជាមួយនឹងការបោះបង់ការសិក្សានឹងឯងការសិក្សាពីក្មេងនឹងឯងអូខេរៀងវែងឆ្ងាយតិចប៉ុន្តែខ្ញុំសង្ឃឹមថាមិនរំខានចិត្តបងប្អូនអរគ្នាក៏ប៉ុន្តែយើងមិនដំណើរឆ្ងាយពីការអប់រំដែរសូមដឹងតិចមកប៉ុន្មានអ្នកដែលលើកទឹកចិត្តឲ្យខ្ញុំក្នុងនាមស្ថាប័នវិទ្យាល័យសំណួរយកសភៅចុះទៅសហគមន៍បង្កើតមាតិកាតកតងជាមួយមាតិកាអប់រំយើងអាចសួរសំណួរទៅកាន់ក្មេងៗយើងអាចចូលរួមផ្ដល់ការលើកចិត្តតាមរយៈសភៅតាមរយៈសភៅអានតាមរយៈសភៅសរសេរតាមរយៈកាតាបពេលខ្លះអត់ណាពាក្យថាអត់មួយម៉ាត់ក្នុងគ្រួសារមួយអត់ហ្នឹងគឺអត់ហើយអត់នឹងម៉ែអត់ទាំង1000ឲ្យទៅរៀនម៉ែអត់ទាំង5000ទិញម្ហូបហូបអត់ទាំងកង់ជិះអត់ទាំងលុយប៉ះកង់អត់ទាំងលុយទិញខោអត់ទាំងលុយទិញប៊ិចស្គាល់ពាក្យថាអត់ទេអត់មិនឈុំទេតែតលទៅទៀតអត់ហ្នឹងគឺអត់មែនហេតុអីបានខ្ញុំនិយាយពាក្យទាំងអស់នេះចេញដោយសារខ្ញុំជាកូនអ្នកក្រខ្ញុំរស់នៅជនបទពីមុន30-40ឆ្នាំមុនអត់ហ្នឹងគឺអត់មែនតែម្ដង
lâm lớn mong pram mà toàn này làng đọ sầm nạp nó tam biệt dài si chnul kia đọ sầm nạp mong phần mũi mong phần pí ban một plon này riêng đai đi sắc cục đài nè thua sai đằng này sắc cục đài hai chiêm hô tam nâng đây bữa nay nó phải để dương thì dây đo thì nói năng tờ khmer nhà lớn và hai chục pê khác cái thay vì chỉ riêng sớm mai tới đó cái chỉ riêng chìa lòng luôn tới đó tam bất nó chỉ riêng bất tay ban bị chẳng đang cho mình trong thì chạy riêng năng tràn bên tích của mai cái thằng riêng làm ôn làm ai riêng ở đây tất cả riêng của bạn chẳng hai ban thì miên này khác còn là khơi sập ở đây tất cả từ đấy có thắng sập riêng nhưng mà đây mình riêng bị khmer nhưng chẳng mặt chẳng án này còn dạy ở bậc bảy school của ban an thì riêng rau được không năng thì riêng mến bàn tay riêng rau khác là tí tập này đài riêng rau riêng rau chỉ vật lồng bạc đấy mình chỉ riêng xua tiền chẳng hai ban chỉ nó không tập bật sập hơn nó chỉ rúm cứ bởi dân an một nét vì chỉ cả cộng sản đài rung đất chào hụt nực từ đó tay cao riêng rau việc mình bàn tay bởi dân thì dây đọcក្នុងnày rúm tại mà đón sập hơn nó chỉ tập sập hơn lực thực chất ao dụng lực thực chất cầm ao miền cả bọc bong rồi cầm ao miền cả bạc thực chất đài ok trong riêng tràn tới thấy thế này trong con tôi có con tràn ở chân thu cứ vì chỉ bằng hai tay bà toa vẫn cứ thà lùm bạn đó sai nè bạn việc mà dân ọt nắng lùm mồm hay là bà toa hay toa hai ta bắt toa tràn tôi tự dân cho tư ta sẽ có một đằng như miền mất phép mà nè con ở thuộc yên chỉ một khi nào vì chỉ lấy khi mà tôi sẽ đi rõ môi trường nó để đồng chui sập nó có thắng đá đấy bong chỉ bắt ấy của mình có ba bao nữa bong ọt này ọt nu được không sập hấu chúng ta mau bị gọi là ọt có chỉ cồn bát thiên mình tìm mình đôi sọc phiệp được sọc á còn mình đặt phiệp còn mình tô mình ấy chứ còn ở đây là bị đặt squal phiệp thảo ọt năng là bị mấy chứ chẳng còn cần làm việc đái lá và đây được nhóm ấy nhóm vô cho bác thả đừng ọt năng bị ọt mấy để sao dương việc ọt đài hà lớn nó comment chỉ miên ấy bàn tay dương trong chui để đợi lùng bạn này ok chụp from tay welcome chụp from tay bạn com tôi là cru ọt chùm non năng cứ ọt mền được bạn năng ngày ọt chùm non năng cứ ọt mền tại ọt chùm non nó là việc tập trung tập ban sẽ tập bạn mười vậy thật cro là mưa chùm non nó cro thì nơi còn ba chương chùm non là đầu tiên cro từ nó vì muốn nhưng ai cro men đã tập năng bay từ tụt đây lục đam chặt cái bè bao dây khừng và cả ai lo hộp bàn chẳng á bên đây chùm non đi và bài tại đâu ai cô lụa nó còn bàn này nó không sắp trong xe bị mê trong đa rồi cô lụa mà cái chơi pi cái chơi mà rồi nó lụa ao giờ nè đúng wasco hay muốn cô pvpk chứ lúc pvpk khoai ai cô ai chứ lúc từ tam pre từ tam o từ tam vesai là miền đây đà mà chung là tuần khơi ai cô mà đông lời chập đam cô chập đam ở hái rồi bỏ hai cặp ba đây để cho nên nó mén á hai cục non test tại miền lồn để được bằng 100 100 ngày vì muốn còn là á tại lớn nó về từ bên ngay cho ra đó nghe đi ở trong non muốn đa bao ba được cứu bà bao những ba tại ở trong non này và bà bao miền lùi từ căn rung tới chân rung chặt khui được tới cứ ở đây trong này dây bên ngay bên hái hay sân khâm ta mình chỉ ba po làm được sẽ bông con được tràn bên chắc trong control của con tràn bận bong ở con này cứ ra xong tối là này cứ ranili super tại tất cả đều để ănสบายនឹងនិយាយចំណុចពីអតីតកាលខ្ញុំសឹង100%អូខេខ្ញុំមករៀននៅទីនេះក៏ព្រោះហារូក៏ដែរហើយឥឡូវចង់បានទៅរៀនបន្តនៅអ៊ីស្រាអែលទៀតអូខេ good control បងប្អូនថានោះលោកគ្រូទៅកាប់ខ្ញុំអូខេអានសិភៅអតីតកាលទៅលោកគ្រូដាក់គ្រូដាក់អ្វីដែលនៅទស្សនវិជ្ជាឡើងមកទាំងអស់លោកគ្រូអានបណ្ដាសួរលោកគ្រូណាអរគុណច្រើនបងអូខេត្រៀម15នាក់អូច្រើនអូខេតោះសំណួរសម្រាប់សំណួរដែលផ្ដល់ជូនសភៅម្នាក់ឯងតែមិនអាចការខ្ញុំចង់ឲ្យលោកលោកស្រីបងប្អូនទាំងគ្នារៀបរាប់សរសេរខែទាំង12នៃខែច័ន្ទគតិហ្នឹងអ្នកដែលសរសេរបានត្រឹមត្រូវហើយមុនគេយើងនឹងផ្ដល់ជូនសភៅម្នាក់ឯងតែមិនអាចការមួយក្បាលអូខេអរគុណច្រើនអ្នកចូលរួមទាំង15នាក់អរគុណប្រហែលសម្រាប់ការអាប់ដេតសំទោសសម្រាប់ការផ្ដល់ដំណឹងចំនួនអ្នកចូលរួមជាស្រ័យផងអង់គ្លេសលេខខ្មែរណាហើយអរគុណសម្រាប់អ្នកចូលរួម share ទាំង13នាក់ដែររៀងវែងឆ្ងាយបន្តិចថ្ងៃនេះប៉ុន្តែខ្ញុំគិតថាវាល្អដែរដូចបានបញ្ជាក់ខាងដើមថាកម្មវិធីអប់រំដូចនេះកាលណាតែយើងប្រឡែងដៃចោលយូរពេកហើយមិនមានការខ្វល់ខ្វាយមិនមានការគ្រប់គ្រងមិនមានការឈឺឆ្អាលទេយូរទៅដោយស្វ័យប្រវត្តិគឺកម្មវិធីដែលនាំនៅរូបភាពអវិជ្ជមានទៅកាន់សង្គមនោះប្រហែលជាលេខរូតលាស់ដូចផ្សិតហើយ
men tên tới để smart trong tức nhưng mà trong prao bịa tha bấm vô sòng công tay bàn tay nhưng mà đang thay vô Việt Nam một prao cho nó bên tình cảm từng nông ai hai trong tôi mà đong hai mà đong tiền men tên tới nó không cam thì thì slide sòng nuôi dòng phơi đi dùng sai pram mùi pram pi năm một này pram mùi rồi để tây một này dùng vùng miền ông ca na đâu bị cao thằng bảy con rồi dương tây cái dương chập đang pi super một bạc luôn ai chập đang pi pe liệt để trong miền chập đang pi bận túc sai tôi môi chỉ môi bận túc kênh chỉ môi côn người ta tăng nó tôi dùng lại ca trường thơ bông wifi chỉ môi crosa trong thì pe khác đặt pe khác miền pe khác dứt miền đặt miền này chúng ta dương ngặt bọc bằng dương làแต่to thưa hốt pi mà các bác rồi hốt đời dương mà đo 10 con các bác pi pon các bác hai dương săn mà tham mà đo pi ní hai cái thông pi pon 500các bác để dương đo chung sạc cùng níรอบ ท่า chi จำนวน mũi รอบ ท่า chi step មួយដែលយើងបានធ្វើជាជំហានមួយដែលយើងបានធ្វើកន្លងមកហើយទន្ទឹមនឹងឆ្នាំនេះយើងមានគម្រោងផ្ដល់ជូនច្រើនជាងមុនរាប់ពាន់ក្បាលបើសិនបើអាច 10000 ឬក៏100,000ក្បាលតាមដែលអាចធ្វើទៅបានហើយបេសកកម្មវឌ្ឍនាឆ្ងាយនៅដដែលយុវជននឹងកុមារយុវជនទៅសាលាកុមារបន្តសិក្សាយុវកុមារបន្តការសិក្សាយុវជនទៅសាលានឹងឯងលើកទឹកចិត្តឲ្យអ្នកដែលអត់ចូលចិត្តអានសៀវភៅមកអានសៀវភៅអ្នកដែលមិនមានទម្លាប់អានសៀវភៅមកអានសៀវភៅអូខេខ្ញុំសូមអាន comment ចម្លើយអ្នកចូលរួមឆ្លើយជួបព្រមប្រៃឆ្លើយមិនទាន់គេទេអូខេមុននេះឃើញអ្នកណាគេថារតនៈថាស្រឡាញ់សៀវភៅនឹងណាចាំមើលចម្លើយរបស់រតនៈមួយសិនគឹមសៀងឈ្មោះខែខ្មែររាប់តាមច័ន្ទកតេអូខេមកសេបោះមៀផលគុណចែតឬចែតហ្នឹងពិសាជេអាសាបងអូនដូចជាបាត់ស្អាតស្រាប់អសុចកដឹកអូខេដូចជាបាត់ស្អាតច្រើនបងអូនគឹមសៀងបន្តមកជួបព្រមប្រៃគាត់ថា congratulation ហើយមិនដឹងថា concrete ទៅអ្នកណាទេអត់ទាន់ឃើញចម្លើយគាត់ទេអូនេះឃើញ concrete អ្នកណាទេណាវិញ្ញាណិនមកសេបោះមៀផលគុណចែតពិសាជេអាសាស្រាផុតធបុតអសុចកដឹកអរគុណពីក្មេងលឺម្ដាយរាប់ខែលឺឪពុករាប់ខែទាំងហ្នឹងព្រោះណាមានអារម្មណ៍ថាព្រោះហើយនឹករលឹកមានតែនៅពេលវេលាពិតជាលឿនមិនហើយមកដល់ពេលនេះគាត់ទាំងពីរហ្នឹងក៏បានលាកចាកលោកទៅហើយពេលវេលាមិនត្រឡប់ទេខ្លួនឯងក៏វ័យរៀងជ្រេដែរហើយអូខេបន្ទាប់មកមានដេវីតសំទោសវណ្ណដេវីតមកសេបោះមៀប្រគុណចែកពិសាជេអាសាស្រាផុតធបុតអសុចកដឹកហ្នឹងមិនខុសទេហើយសភៅហ្នឹងពូហេងយកទៅអានដឹងតែអីមកសេងរតនៈមកសេបោះមៀផលគុណចែកពិសាជេអាសាស្រាផុតធបុតអសុចកដឹកអូខេត្រឹមត្រូវមិនខុសទេអរគុណមេងខែទី1មកសេខែទី2បោះខែទី3មីខែទី4ផលគុណខែទី5ចែកខែទី6ពិសាជេខែទី7គេដល់កដឹកខែទី12អរគុណអ្នកគ្រូរចនាមេងមកសេបោះមីផលគុណចែកពិសាជេអាសានស្រាបអូខេស្រាភៈតបុតអសុចកដឹកអូខេជំរាបសួរលោកគ្រូសួរសំណួរឲ្យនៅបានហុងណាពិតមែនហើយលោកគ្រូអូខេមានអ្នកសរសេរមិនទាន់ copy paste ហើយសរសេរដៃមិនទាន់ copy paste គេអ្នកណាខ្លះ copy paste ដឹងខ្លួនហើយពិតមែនហើយអ្នកគ្រូចម្លើយអាចរកបានតែនៅតែមិនចម្លើយអាចរាប់សំទោសចម្លើយអាចរកបានតែនៅតែមិនចេះមិនចាំព្រោះមិនចេះធ្លាប់តែលើនិយាយរាប់ឬនិយាយដោយស្មោះត្រង់ពីមុនខ្ញុំក៏អត់ចេះដែរមកសេបោះមៀប្រគុណនេះខ្ញុំរាប់អត់ត្រូវទេប៉ុន្តែមករយៈកន្លងមកធ្វើនីតិឆ្លើយសំណួរយកសភៅជន់ដែរសំណួរច្រើនរាប់500សំណួរកន្លងមកនេះតាមបានច្រើនគួរសមដែររាប់ថាភាសាដែរអញ្ចឹងហើយបានជាយើងចង់ឲ្យស្មអញ្ចឹងណាដោយស្មោះត្រង់ទៅសំណួរនេះប្រសិនបើសួរអ្នកដែលបានចាប់អារម្មណ៍រឿងនឹងសោះរាប់អត់ត្រូវទេសំណួរនេះសួរ10នាក់ខ្ញុំគិតថាប្រហែលជាឆ្លើយត្រូវយ៉ាងច្រើនណាបាន3ឬ4នាក់យ៉ាងច្រើនបាន4នាក់សំណួរតាក់ទងជាមួយនឹងខែច័ន្ទកតិនឹងឯងឲ្យរាប់ខែច័ន្ទកតិទាំង12ហ្នឹងនេះអន្តការគិតរបស់ខ្ញុំឯណាបាទអូខេហេងហុងមកសេបោះមៀប្រគុណចែតិសាជេសាស្រាផុតបរិស័កអូខេយើងឃើញមានអ្នកចូលរួមឆ្លើយហើយប្រញាប់ចង់បានសិភៅពេកលោកគ្រូអត់បានពិនិត្យទេនឹងហើយមិនជាអ្វីទេកំហុសការឆ្លើយខុសអាចធ្វើឲ្យយើងចង់ចាំបានយូរចំណាយរកបានតែមិនអាចបានទេមែនតែលោកគ្រូគេខ្ញុំសុំពិតមែនហើយខ្ញុំសរសេរដៃមិនទាន់សោះយើងឃើញមានអ្នកផ្ដល់ចម្លើយពីខាងលើអ្នកគ្រូរចនាមេញមួយហើយលោកគ្រូនីវមេញមួយអញ្ចឹង2ហើយអ្នកគ្រូរចនាមេញសរសេរដោយដៃនេះខ្ញុំឃើញខែទាំង12ហើយលោកគ្រូសំទោសលោកគ្រូនីវមេញចម្លើយនេះខ្ញុំសូម
អ្នកដែលផ្ដល់មុនគេជាទូទៅយើងគោលការណ៍គឺអ្នកដែលឆ្លើយមុនគេហើយយើងឃើញមុនគេលេខ1ហ្នឹងគឺអ្នកគ្រូរចនាមេនឹងឯងបន្ទាប់មកលេខ2លោកគ្រូ new main ដែលមានបញ្ជាក់យ៉ាងច្បាស់លាស់ពីខែ1ហ្នឹងខែអ្វីខែ2ហ្នឹងខែអ្វីខែ3ហ្នឹងខែអ្វីអរគុណលោកគ្រូសម្រាប់ give more detail បញ្ជាក់យ៉ាងច្បាស់តែម្ដងហើយដូចបានជំរាបជូនថាក្នុងកម្មវិធីនេះក្រៅតែពីមានឱកាសឈ្នះសភៅហើយគឺទទួលបានចំណេះដឹងទៅតាមរយៈសំណួរនឹងទៀតជួនកាលអ្វីដែលយើងដេកស្ដាប់ហ្នឹងចាំតាធ្លាប់ខុសខ្លះក៏ចាំដែរព្រោះតែពេលខ្លះយើងវិធីរៀនផ្សេងគ្នាជួនកាលអ្នកគាត់ស្ដាប់គេនិយាយហ្នឹងវាចាំជាងអ្វីដែលខ្លួនឯងទៅទៀតអញ្ចឹងណាបាទលេខ3រតនៈសែមរតនៈពីខាងតកៅលេខ4ជុក5ព្រៃសិភៅនឹងពូហេងអូខេលេខ4សូវ៉ាន់ដាវីតហើយលេខ5បងវិញ្ញារិនលេខ6គឹមសាងសំទោសគឹមសៀងលេខ7នៅណាគេលេខ7អាចារ្យធូលេខ8ថាមុនលេខ9បងក៏ថាឆ្លើយទៅត្រង់អត់ចេះទេខែខ្មែរដូចជាមិនពិបាករៀនទេបងណោះហ្នឹងហើយបើសិនបើយើងរៀនតិចទៅចេះថាតែចេះតែទុកចោលហ្នឹងហើយអត់ពិបាកទេបងខ្ញុំគិតថាពិបាកពីមុនខ្ញុំក៏យល់ថាពិបាកដែរមានប្រគុណចាយវិសាជាអាសាជាស្បាក់ធម្មសាស្ត្រអូខេអ្នកគ្រូមានថ្មីទុតិយសាស្ត្រស្នាផុតបុត្រសេកដឹកមកសេអូខេមានអរគុណអ្នកគ្រូខែមកសេវិមានសរសេរដៃមិនទាន់គប់ពីបាទចម្លើយអាចបានគេអូខេចម្លើយក្នុងកម្មវិធីរបស់លោកគ្រូខ្ញុំមិនដែលចាំទេព្រោះគ្រូក្បាលប្រើពលកម្មច្រើនណាស់រាល់ថ្ងៃទោះលោកគ្រូសួរដដែលក៏អត់ចាំដែរហើយលោកខ្ញុំឃើញ comment របស់បងរត់ទៅបានដោយសារសិភៅនោះខ្ញុំអានហើយចិនហើយទុកឱកាសឲ្យអ្នកផ្សេងគេគេហៅថាសូមចំណាប់អារម្មណ៍របស់អ្នកឆ្លើយមិនទាន់ត្រូវនិយាយលេងទេអនុញ្ញាតលោកស្រីបងប្អូនទាំងគ្នាបានអបអរសាទរទៅកាន់អ្នកគ្រូរចនាវិញផងសិភៅម្នាក់ឯងតែមិនឯកាពីខាងអ្នកនិពន្ធសុកច័ន្ទផងតែត្រីនេះយើងផ្សាយបានយូរគូសំដែរហើយគ្រប់អរគុណលោកស្រីបងប្អូនទាំងគ្នាសម្រាប់ការអញ្ជើញចូលរួមក្នុងកម្មវិធីដែរដោយត្រង់ទៅបើសិនបើមិនមានការចូលរួមទេយើងក៏មិនមានពេលជជែកគ្នាបានវែងឆ្ងាយជាដែរមានឱកាសជជែកផ្លាស់ប្ដូរយោបល់សូមខន្តីអភ័យទោសនៅរាល់កំហុសឆ្គងដែលចេតនាមួយចំនួនឬក៏ពាក្យពេចន៍ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍លោកស្រីបងប្អូនមួយចំនួនឬក៏សាធារណជនក៏ប៉ុន្តែដោយត្រង់ទៅគោលបំណងរបស់កម្មវិធីយើងមិនតាណាឆ្ងាយពីការអប់រំសម្រាប់យុវជននិងកុមារយើងផ្ដោតសំខាន់ទៅលើការអប់រំនេះជាអ្វីដែលយើងធ្វើកន្លងមកហើយលោកលោកស្រីបងប្អូននេះក៏ជាចំណែកមួយនៃម្ចាស់កម្មវិធីដែរដូចខ្ញុំត្រូវបានជំរាបថាខ្ញុំស្វាគមន៍អ្នកចូលរួមក្នុងនាមជាភ្ញៀវតែមួយថ្ងៃទេតែមួយយប់ទេតែមួយរាត្រីទេចាប់ពីរាត្រីទី2ទៅអ្នកទាំងនោះគឺជាម្ចាស់ផ្ទះគឺជាម្ចាស់កម្មវិធីហើយខ្ញុំអត់ទទួលរាល់ថ្ងៃទេខ្ញុំហត់ណាស់ខ្ញុំចង់ឲ្យអ្នកដែលចូលរួមក្នុងកម្មវិធីហ្នឹងគឺជាចំណែកនៃម្ចាស់ផ្ទះគឺជាអ្នកដែលត្រូវទទួលភ្ញៀវឬក៏ជាម្ចាស់ផ្ទះតែម្ដងនិយាយចំជាម្ចាស់ជាស្ថាប័នរបស់នីតិឆ្លើយសំណួរយកស្ពៅតែម្ដងកុំឲ្យខ្ញុំទទួលរាល់ថ្ងៃហត់ណាបើសិនបើមានឱកាសឡើងមកភ្នំពេញមានឱកាសអាចមកជួបជជែកលេងឬក៏ចូលរួមក្នុងកម្មវិធីផ្សាយអាចបានព្រោះហេងត្រឡប់មកពីកូរ៉េថ្ងៃណាចាំអញ្ជើញចូលរួមក្នុងកម្មវិធីអ្នកគ្រូរចនាមេឃបានឡើងមកភ្នំពេញអាចមកចូលរួមបានអ្នកគ្រូវិញ្ញារិនពីខាងខេត្តកំពតដូចគ្នាដែរឬក៏អ្នកចូលរួមផ្សេងទៀតដែលខ្ញុំមិនបានលើកឈ្មោះនេះក៏អាចចូលរួមបានដែរអរគុណច្រើនតែនេះយើងយប់យូរច្រើនតិចហើយជម្រាបលាជួបគ្នាក្នុងឱកាសក្រោយទៀត